ជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់កម្មវិធីតុកភ្លឺ Background ងឹតជាមួយនឹងខ្ញុំយ៉ារីនខ្ញុំបាទអតិកាក៏ដូចជាភ្ញៀវកិត្តិយសរបស់យើងសប្តាហ៍នេះគឺខេមរ៉ាហើយគាត់ក៏ធ្លាប់ឡើងចែកម្លែកនៅលើបណ្ដាញសង្គមដែរទៅសាច់រឿងដែលគាត់បានជួបប្រទះផ្ទាល់បាទហើយខ្ញុំគិតថាប្រហែលជាមានគ្នាយើងដែលអ្នកតាមដាននឹងអបិយជំនឿដូចមនុស្សអីប្រហែលជាបានស្គាល់គាត់ខ្លះៗហើយចឹងថ្ងៃនេះយើងមកស្គាល់ស្ដាប់សាច់រឿងគាត់ហើយមកស្គាល់គាត់កាន់តែស៊ីជម្រៅបន្ថែមទៀតអូខេហើយបងប្អូនទាំងអស់គ្នាប្រកាសជាប្លែកដែរដោយសារតែបងខេមរ៉ាថ្ងៃនេះគឺគាត់មានរហូតដល់ប្រហែលសាច់រឿងដែរបងហ្នឹងខ្ញុំមាន2រឿងមាន2រឿងតែបើសិនជានិយាយជក់ចិត្តអាចបន្ត3ទៅ4នេះបានអូខេចឹងបងប្អូនទាំងអស់គ្នាសម្រាប់តែផ្ដើមអេពីសូតដំបូងបើសិនជាចង់ឲ្យបងខេមរ៉ាគាត់និយាយបានច្រើនរឿងកុំភ្លេចខមមិននៅខាងក្រោមផងអូខេចឹងមុននឹងចូលដល់កម្មវិធីរបស់យើងខ្ញុំសូមសតឲ្យ Smart បន្តិចផងដែរចឹងសម្រាប់ promotion Smart គឺ Top Up to Win បងប្អូនទាំងអស់គ្នាគ្រាន់តែបញ្ចូលលុយចាប់ផ្ដើមពី$1ឡើងទៅបងប្អូននឹងមានឱកាសឈ្នះរង្វាន់ជាមួយនឹង Condo The Star Polaris 23អភិវឌ្ឍពេញហួត1 unit ហើយអត់អស់ត្រឹមប៉ុណ្្នឹងឯងបងប្អូនទាំងអស់គ្នាគឺមានរថយន្ត BYD ទៀតសម្រាប់ promotion នេះគឺយើងចាប់រង្វាន់រៀងរាល់ខែហើយសម្រាប់ថ្ងៃផុតកំណត់ពីថ្ងៃ31ខែ12 2025អញ្ចឹងកុំភ្លេចបញ្ចូលលុយជាមួយ Smart ទាំងអស់គ្នាដើម្បីទទួលបានការចាប់រង្វាន់អរគុណអូខេមុននឹងចូលទៅសាច់រឿងរបស់យើងមកសួរជីវប្រវត្តិរបស់ខេមរ៉ាបន្តិចដើម្បីឲ្យអ្នកនរគ្នាស្គាល់គាត់ឲ្យកាន់តែច្បាស់ហើយនឹងចាប់ផ្ដើមពីយើងសម្ភាសស្នេហ៍សនាគ្នាបន្តិចហើយយើងនឹងចាប់ផ្ដើមចូលទៅសាច់រឿងរបស់យើងតែម្ដងជំរាបសួរចាសាជាថ្មីជំរាបសួរបងខេមរ៉ាអញ្ចឹងបងជួយណែនាំទៅឲ្យបងដែលគាត់កំពុងតែមើល live របស់យើងតិចមកថាបងរងៃគាត់ឈ្មោះអីឈ្មោះ nickname អីគេហើយសប្តាហ៍បងមានតួនាទីអីគេដើម្បីឲ្យពួកគាត់ស្គាល់បងកាន់តែច្បាស់អញ្ចឹងណាចាបាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទខ្ញុំឈ្មោះខួនខេមរ៉ាសប្តាហ៍ខ្ញុំប្រកបការងារជាអ្នកដឹងជូនម្ហូបហើយបន្ទាប់ពីនោះខ្ញុំក៏មានការងារ part time របស់ខ្ញុំដែរការងារគេតែបងអាចប្រហែលបានទេការងារ part time របស់ខ្ញុំហ្នឹងវាចម្លែកខុសពីគេបន្តិចនិយាយទៅខ្ញុំជាអ្នកលើកខ្មោចអូគេហៅថាអ្នកលើកមកឈូសសពចាបាទដោយសារតែបងជាអ្នកដឹងជូនម្ហូបខ្ញុំចង់សួរចេះដល់កាន់ហ្នឹងដឹងតែជួបហើយរឿងហ្នឹងអញ្ចឹងនៅពេលដែលបងចាប់ផ្ដើមប្រកបការងារហ្នឹងបងមានដែលឃើញមនុស្សឬក៏មានអារម្មណ៍ថាអត់ស្រួលនៅពេលកំពុងពេញភារកិច្ចអីអត់បងបើនិយាយទៅសម្រាប់ខ្លួនខ្ញុំវាមិនសូវជាញឹកញយនឹងការឃើញទេតែបើសិនជាឲ្យហេតុនឹងលឺសំឡេងអាហ្នឹងវាច្រើនវាអាចនឹងនៅពេលដែលចាប់ផ្ដើមយើងដឹកម្ហូបឲ្យភ្ញៀវភាគច្រើនគឺម្លងម៉ោង8ម៉ោង9ហ្នឹងហ្មងដឹកយប់ហ៎បាទអូខេម៉ោង8ម៉ោង9ចន្លោះម៉ោង10អីហ្នឹងបើតាមជាពេញវាអត់សូវទេតែបើសិនជាខ្ញុំឮច្រើនឬមួយក៏ទទួលបានអារម្មណ៍ថាមានអីផ្សេងហ្នឹងភាគច្រើននៅព្រែកឯកនៅខាងម្ដុំព្រែកឯកបាទព្រែកឯកឬក៏ព្រែកឯងព្រែកឯកអូព្រែកឯកនៅម្ដុំណាវិញព្រែកឯកចាអាស្ពានយើងហ៊ូស្ពានច្បារអំពៅទៅត្រង់ផ្លូវជាតិលេខ1បាទផ្លូវជាតិលេខ1ចាអូខេចុះសម្រាប់ part time ដែល brother និយាយមិញហ្នឹងអាចប្រាប់បានអត់មិញថានេះសពហ្នឹងចាតែផ្លេចតែចង់និយាយថាលើកហ្នឹងលើកសពដែលបងប្អូនគេឈឺអីឬក៏លើកសពបែបគ្រោះថ្នាក់ចរាចរណ៍ដាក់ឡានពេទ្យនិយាយទៅចម្រោះអត់ប្រកាន់សពអត់ប្រកាន់ទេបាទហើយធម្មតាការងារហ្នឹងគឺម្នាក់គឺគេខ្លាចហើយមិនបងចង់បានការងារ part time ជាការងារហ្នឹងឬក៏បងមានតំណងអីមួយណាគេដែលលក្ខណៈថាសុកគេហៅទៅអីអញ្ចឹងណាពីដំបូងឡើយហ្នឹងខ្ញុំអត់ទាន់ស្គាល់រសជាតិនៃការខ្មោចលងការលើកសពអីមិនទេខ្ញុំទទួលបានឆាតរបស់ប្អូនប្រុសម្នាក់គាត់ហៅខ្ញុំបងតនេអត់ខ្ញុំមានការងារមួយឲ្យបងធ្វើអត់អញ្ចឹងទៅខ្ញុំគាត់ថាពងអត់លុយផងអញ្ចឹងក៏ខ្ញុំទៅជាមួយគាត់អញ្ចឹងណាហើយក៏ដល់ពេលទៅដំបូងបានលុយច្រើនមែនការងារហ្នឹងបានលុយច្រើនមែនដោយសារអីទី1យើងត្រូវហ៊ានបន្ថយហើយមួយទៀតវាគ្រោះថ្នាក់មូលហេតុវិញខ្ញុំថាគ្រោះថ្នាក់បើសិនជាយើងលើកអត់ប្រយ័ត្នធ្លាក់សពគេប្តឹងយើងអញ្ចឹងទេបាទបើសិនជាយើងលើកឧទាហរណ៍យើងលើកទៅអត់ប្រយ័ត្នក្លាប់មកឈូសធ្លាក់សពមកម្ចាស់សពឬមួយក៏បងប្អូនខាងសាច់ញាតិសពហ្នឹងគេប្តឹងយើងអញ្ចឹងយើងត្រូវមានទំនួលខុសត្រូវលើហ្នឹងយើងត្រូវមានរបៀបថាទំនួលខុសត្រូវលើការងារឲ្យខ្ពស់យល់បាទហ
ហើយបងអាចបាននិយាយថាសប្តាហ៍ដំបូងបងលើកនឹងនៅពេលណាដែរព្រោះចង់ដឹងព្រោះថាលក្ខណៈថាការងារ part time វាច្រើនយើងទៅធ្វើការនៅហាងកាហ្វេឬក៏ទៅដឹកអីវ៉ាន់ឬក៏ទៅធ្វើកិច្ចលក់អនឡាញអីអញ្ចឹងទៅវាចម្លែកបងទាំងអស់គ្នាខ្ញុំទឹមតាជួបការងារ part time របស់បងខេមរាគឺគាត់គេតាក់ទងការងារមកគាត់ពេលហ្នឹងបងមិនបានសួរអត់ថាជាការងារអីគេឬក៏បងដឹងថាជាអ្នកលើកសពហើយបងអត់ខ្លាចទេតែបងចង់សាកអត់ និយាយឲ្យស្មោះត្រង់ទៅពីដំបូងហ្នឹងខ្ញុំអត់ដឹងថាការងារអីទេ ចា គាត់ប្រហើបតាន់តិចទេថាទៅជួយរៀបមែន អូ ទៅជួយរៀបមែនខ្ញុំគិតថាទៅជួយរៀបមែនមានអីយើងត្រូវពិបាកយើងគ្រាន់តែទៅជួយលើកដែកលើកអីគេជួយបន្ទ ដូចតើរៀបរោងការដែរហ្នឹង ហ្នឹងហើយដល់ពេលទៅដល់មានណាវាទៅដល់វាហុចអាវអារបៀបអាវដូចយើងអាវ team work យើងហុចអាវយើងមួយថាបែងពីអាវហ្នឹងឲ្យដើរតាមខ្ញុំមកហើយទៅអញ្ចឹងទៅវាថាយើងដូចគេហៅគោទៅមើលកុនអញ្ចឹងអត់ដឹងអីទេគេឲ្យយើងធ្វើអីយើងធ្វើហ្នឹងគេប្រាប់ថាយកធូបយកទៀននេះចេះត្រូវដាក់មិនអីសួរខ្ញុំសួរវាទៀតខ្ញុំបញ្ជាក់វាទៀតថាមកធ្វើអីគេក្រែងថាទៅរៀបមែនអីដល់ពេលអីវាថាបែងធ្វើអាហ្នឹងទៅទៀតបានលុយច្រើនខ្ញុំគេថាបញ្ជ្រុលមកអីធ្វើឲ្យចប់មួយថ្ងៃទៅដល់ពេលចប់ការងារសពគ្រប់បានលុយច្រើនមែនបានលុយកាលហ្នឹងតាមរងដូចជា 50-60 វាដែរ អូច្រើន ហើយប៉ះសពគេអ្នកធូធាទៀតគេមានអាំងប៉ាវផ្សេងទៀតអានេះគេហៅលុយហេង អូ គេមានអាំងប៉ាវផ្សេងទៀតអញ្ចឹងវាចូល80-90-100ដែរ អូមួយថ្ងៃក្រែលដែរ បាទ ចា ចឹងចែBrother ដែលបានទៅលើសពដែលគ្រោះអ្នករាចរឧទាហរណ៍ថានៅតាមផ្លូវហើយយើងទៅប្រម៉ូសពអីដែរឡើយ ហ្នឹងអត់ទេបងអាហ្នឹងតាគ្រោះថ្នាក់ភ្លាមខាងហ្នឹងខាងពេទ្យគេទៅ ហាងពេទ្យវិញ បាទខាងពេទ្យគេទៅគេរុំគេធ្វើអីគេចាក់ថ្នាំចាក់អីហើយខាង គេតម្លាក់យកមកនៅផ្ទះ បាទខាងគ្រូសាសពគេហៅគេប្រាប់អីចឹងទៅយើងឲ្យឡានពេទ្យដឹកមកដល់ផ្ទះហ្មង ចឹង យើងគ្រាន់តែយកចេញពីឡានពេទ្យមកដល់ដាក់ចូលមឈូសលើកដុត កតាបកិច្ចយើងកតាបកិច្ចយើងចេញពីឡានពេទ្យមកផ្ទះហ្នឹងគឺកតាបកិច្ចយើងវិញហើយ បាទ លាងចម្រាស់ស្អាតឲ្យស្អាតជូតឈាមជូតអីចឹងទៅ និយាយទៅលៀងអីពេទ្យទាំងអស់ ពេទ្យទាំងអស់ដែរ ទាំងអស់បាទ ចឹងកតាបកិច្ចរបស់យើងឲ្យចំហ្មងគ្រាន់តែលើកទេ បាទគ្រាន់តែលើកតែវាប្រឈមមុខនឹងការធំក្លិនមួយដូចធម្មតាអញ្ចឹងបើសិនជាសពយើងត្រូវចាក់ថ្នាំដើម្បីការពារក្លិនណា ចា តែសពខ្លះដែលគាត់អត់មានលទ្ធភាពក្នុងការចាក់ថ្នាំយើងត្រូវប្រឈមមុខធ្ងន់នឹងការធំក្លិនសូម្បីតែប្រសង់នៅពេលដែលគាត់ទៅបាំងស្គរនៅពេលដែលយើងលើកសពចូលមឈូសហើយមុននឹងយើងហាយចេញគេត្រូវធ្វើកម្មវិធីបាំងស្គរសិន បាទ បាំងស្គរហៅប្រសង់5អង្គ 4-5 អង្គអញ្ចឹងទៅបាំងស្គរនៅកន្លែងមឈូសហើយបាត់យើងចាប់ផ្ដើមដាក់ភ្លេងខ្លងខេតយើងហាយចេញទៅដល់មេនឡើងលើហើយយើងត្រូវឲ្យប្រសង់បាំងស្គរមួយសារទៀតហ្នឹងគេហៅថាកម្មវិធីគេធ្វើកិច្ចរបៀបវិរៈគេអញ្ចឹងណា បាទដល់ពេលមានក្លិនអញ្ចឹងទៅពួកខ្ញុំអត់សូវអីទេព្រោះពួកខ្ញុំវាអាចនឹងស៊ាំតែប្រសង់យូរម្ដងសង់អង្គខ្លះគាត់រងនេះមករងនោះអត់អញ្ចឹងទៅគាត់របៀបគាត់ឆ្លាស់គ្នាមិនដូចពួកខ្ញុំវាទៅជាលក្ខណៈស៊ាំដូចតាអាចារ្យហ្នឹងបាទស៊ាំវារៀងស៊ាំមួយក្លិនហ្នឹងតែប្រសង់មានអារម្មណ៍ថាអាណិតគាត់ត្រង់គាត់ស្មាទោសគាត់សូត្របដាគាត់យកស្មងជីវរគាត់ខ្ទប់ចំហបដា តន់ ខ្ញុំដូចជាឃើញពីច្រើនសពគឺគេលើក4នាក់ថាគេបងគឺក៏ច្រើនជាងហ្នឹង បាទគេលើកជាទូទៅមាន4នាក់ទៅ6នាក់គេអាចលើកសេះគេលើកគូ គេមានក្បួនគេ បាទ អញ្ចឹងមិនមុខ2ក្រោយ2អាចលើកដល់6នាក់ទៀត បើសិនជាមុខ2ក្រោយ2វាអាចនឹងធ្ងន់ព្រោះមឈូសក្តារក៏កំដាស់ក្តារប៉ុណ្ណឹងបាទហើយនៅយើងតុបតែងផ្កាពីលើនៅសពខ្លះអាចចូល80-100 គីឡូក៏មានហើយយើងលើកវាអត់រួច យល់ តែដាច់ខាតត្រូវលេខគោ បាទដាច់ខាតត្រូវលេខគូ អូខេតន់អូខេអ្នកនរគ្នាបានសំណេះសំណាលជាមួយនឹង background របស់ camera ហើយឥឡូវយើងអាចចូលទៅសាច់រឿងសម្រាប់យើងក្នុងការចែករំលែកបានហើយមុននឹងយើងធ្វើការចែករំលែកសាច់រឿងរបស់យើងក៏សូមធ្វើការអរគុណទៅដល់កាន់ស្មាស៊ីតាដែលចូលរួមសហការជាមួយនឹងកម្មវិធីតុកភ្លឺ background ងឹតអស់5 season ហើយបើសិនជាអ្នកនរគ្នាចង់តាមដានទស្សនាកម្មវិធីតុកភ្លឺ background ងឹតកុំភ្លេចចូលទៅ subscribe channel Smart Asita ហើយចូល premium live ឲ្យបានច្រើនផងដោយសារឥឡូវឃើញសន្ទុះរបស់យើងក៏រៀងក្រែលដែរបាទហើយយើងក៏មានការអាក់ខានរឿងshow បងដាវដាច់ពាក់កណ្ដាលរឿងដោយសារបច្ចេកទេស memory របស់យើង
ហើយយើងស្ដាយមែនតើបងដាវផ្ទាល់ក៏ស្ដាយដែរតែមិនថ្មីទេអ្នកណាក៏ស្ដាយដែរនិយាយទៅសូម្បីជាស្ដាយជាងគេប្រិយមិត្តកម្មវិធីតុកភ្លឺ background គឺស្ដាយខ្លាំងហ្មងតែមិនជាថ្មីទេយើងនឹងព្យាយាមមកក្បាច់ផ្សេងដើម្បីយកសាច់រឿងហ្នឹងមកចែកជូនអ្នកនរគ្នាឲ្យតតែបានហ្មងគឺអត់ឲ្យបាត់សាច់រឿងហ្នឹងឯងព្រោះសាច់រឿងហ្នឹងដូច vlog របស់ Yarin ក៏បាននិយាយដែរគឺសាច់រឿងហ្នឹងល្អខ្លាំងមែនតើតែម្ដងហើយមួយទៀតដែលខ្ញុំចង់ប្រាប់ព័ត៌មានអ្នកនរគ្នានេះគឺអាវថ្មីរបស់ខ្ញុំដែលមានឈ្មោះថាផាមថ្នោតអាវហ្នឹងគឺសលៀនហ្នឹងហើយចាហ្នឹងគឺជាអាវមួយដែលយើងលក់តាមទីផ្សារតម្លៃសមរម្យមែនតើលក់តាមតូបដោយសារអាវប៉ាត្រុនរបស់ខ្ញុំវាលក់រៀងតម្លៃរៀងខ្ពស់ចឹងទៅដល់ពេលចឹងខ្ញុំធ្វើអាម៉ាននេះគឺសម្រាប់ពាក់ប្រចាំថ្ងៃអាចពាក់តំណត់ពីខាងក្នុងពេលគាត់ពាក់អាវធំបានបាទពាក់អញ្ចឹងទៅហើយយើងក៏មានអាវវាឃ្លៀកដែរដោយសារអាវកងានរបស់ថៃវាយូរហើយ20-30 ឆ្នាំហើយនៅខ្មែរយើងអញ្ចឹងខ្ញុំគិតថាអូខេมันគួរឲ្យវាក្រមមកកត់យូរពេកឯងគួរតែមានអីផ្លាស់ប្ដូរក្នុងដំណើរការពហិការរបស់ខ្មែរដែលប៉ះតកិច្ចមួយថៃហ្នឹងចាបងចាអញ្ចឹងក៏ខ្ញុំសម្រេចចិត្តថាធ្វើអាវថ្នោតហ្នឹងហើយតិចទៀតនឹងចេញជាផ្លូវការអ្នកនរគ្នាក៏អាចចូលទៅ Facebook page ក៏បានIG ក៏បាន Palm Zone ហ្នឹងហើយអូខេ Palm ថ្នោតហើយ Zone ប្រើអក្សរ HONE មែនសិតទេ yes ចឹងសម្រាប់បងដឹងស្រាប់ហើយបងអធិការឥឡូវគាត់កំពុងផលិតជាមួយនឹងអាវថ្នោតនិយាយទៅអាវថ្នោតនេះបងទាំងអស់គ្នាគឺសលៀនអញ្ចឹងអត់មានម៉ូតអត់មានអីទាំងអស់សម្រាប់ងាយស្រួលនៅក្នុងការបងទាំងអស់គ្នាពាក់ខាងក្នុងជាមួយនឹងឈុតធ្វើការបងទាំងអស់គ្នាឬក៏ពាក់ជាប្រចាំថ្ងៃគាត់មានទាំងអាវវាឃ្លៀកជាមួយនឹងអាវដែលខ្លីហើយសម្រាប់បងដែលគាត់ជាអាជីវករបោះដុំលក់កៅអៅនៅតាមតូបនៅតាមផ្សារឬក៏គាត់ចង់យកជាលក្ខណៈថាដេប៉ូយកបោះដុំបន្តពីបងអធិការបងទាំងអស់គ្នាអាចតាក់ទងជាមួយនឹងបងអធិការតាម Facebook ដែលគាត់ប្រាប់មុននឹងបានអញ្ចឹងកុំភ្លេចជួយគាំទ្រផលិតផលខ្មែរអាវថ្នោតទាំងអស់គ្នាបាទមិនធ្វើមកពីដើមថ្នោតទេខ្ញុំបញ្ជាក់ឲ្យហើយគ្រាន់តែឈ្មោះថ្នោតទេណាមិនគុំច្រឡំថាអាវធ្វើមកដើមថ្នោតណាម៉ែទេខ្ញុំមានមោទនភាពចំពោះបងឯងនេះដល់ពេលស្ដាប់ឮអញ្ចឹងខ្ញុំនឹង surprise ហ្មងខ្ញុំដឹងរឿងហ្នឹងមិនហ្នឹងណាអូខេ thank you អូខេឥឡូវត្រឡប់មកជាមួយនឹង show របស់យើងវិញខ្ញុំគិតថាអ្នកនរអគ្នាកំពុងតែតន្ទឹងរង់ចាំស្ដាប់ខ្លាំងហើយនៅរាត្រីយប់ថ្ងៃសៅរ៍នេះបាទអូខេចុះ Brother អាចចែកម្លែកបានទេថាសាច់រឿងទី1យើងដាក់ចំណងជើងឲ្យវាអីគេដែរសម្រាប់រឿងទី1វាពាក់ព័ន្ធមួយផ្ទះតែបើនិយាយរឿងចំណងជើងទៅដូចខ្ញុំប្រាប់បង Fresh ហ្នឹងខ្ញុំថាពូខលហៅឲ្យមកនៅផ្ទះវិឡានៅភ្នំពេញវ៉ាវចេញឡើងអាហៅមកធ្វើសទ្ធិហ្នឹងណាកំពុងតែផ្លាស់ប្ដូរជីវភាពថ្មីចាអូខេតាបងនៅថ្ងៃមួយខ្ញុំកំពុងញ៉ាំបាយជុំគ្រួសារហ្នឹងតែខ្ញុំអត់ទាន់វាថាមិនទាន់ជាធំដឹងក្តីណាស់ណាទេគ្រាន់តែយើងតាម14-15 ឆ្នាំអញ្ចឹងដល់ពេលហើយស្រាប់តែប៉ាខ្ញុំគាត់ទទួលបានទូរស័ព្ទគាត់លើកមកឡូឯងទៅនេះអត់មកនៅភ្នំពេញមកអញមានផ្ទះមួយកន្លែងឲ្យនៅថាអញទៅរកស៊ីអីមករកស៊ីមួយអញមកអញ្ចឹងគាត់និយាយការងារបែបចាស់ហើយយើងអត់ដឹងអីទេស្រាប់តែដល់ឆ្នាំ2012កាលហ្នឹងដូចជាឆ្នាំ2011ចុងឆ្នាំ2011តែឆ្នាំ2012ខែ2ហ្នឹងប៉ាជាមួយនិយាយទៅក្រុមគ្រួសាររបស់ខ្ញុំគាត់ក៏ផ្លាស់ពីខេត្តមកនៅភ្នំពេញកាលមុននៅខេត្តណាដែរខ្ញុំនៅខេត្តបន្ទាយមានជ័យបាទគាត់ក៏ផ្លាស់ពីខេត្តមកនៅភ្នំពេញហើយខ្ញុំក៏អត់ដឹងថាផ្ទះហ្នឹងរូបរាងមិនដែរតែខ្ញុំមកដល់តែខ្ញុំមកហ្នឹងមកជាមួយយាយដែរយាយគាត់អ្នកកាន់សិលកាន់អីគាត់របៀបដូចយាយជីអញ្ចឹងណាគាត់ពាក់សស្លៀកសជួនកាលទៅគាត់ពាក់សពាក់គេហៅពីនីហើយមានសពុតខ្មៅអញ្ចឹងណាហើយគាត់ដែរទុកសក់ទេគាត់កោសក់គាត់អ្នកសុំសិលបាទគាត់អ្នកសុំសិលស្រាប់តែខ្ញុំមកដល់ភ្នំពេញមកដល់ផ្ទះហ្នឹងធំមែនទែនមើលពីក្រៅទៅធំខ្ញុំមិនដឹងថាដីប្រមាណគុណប្រមាណតែដឹងថាធំដឹកតែអីឡូបាទចាយាយគាត់ប្រាប់ថាកុំតន់អាចចូលសុំសែនគេសិនគាត់មកគាត់ទទួលបានអារម្មណ៍ដឹងមុនហ្នឹងហើយពេលហ្នឹងខ្ញុំអត់តន់ដឹងឯងគាត់ថាសុំសែនគេសិនប្រើទៅទិញទឹករត់ទៅទិញទឹកប្រាប់ឲ្យទៅផ្សារទិញផ្លែឈើមកដល់គាត់ថាសែនសុំគេសិនសែននៅមុខលបងផ្ទះអត់តន់ហ៊ានបើកទ្វារផ្ទះចូលទៀតសោមានអីមានតែយើងអត់តន់ហ៊ានបើកទ្វារផ្ទះចូលចាំក្រៅផ្ទះហ្នឹងទៅបាទសែនគេសិនហើយដាក់សែនដាក់អីហើយបានយើងចាប់ផ្ដើមចាក់សោចូលហើយចូលទៅយាយខ្ញុំគាត់ដើរទៅមុនទៀតគាត់ដើរទៅមុនហើយគាត់ថាកុំតន់បើកទ្វារផ្ទះ
ទ្វារខាងក្នុងមានទ្វារលបងមួយហើយយើងមិនមានទ្វារចូលទៅក្នុងផ្ទះទៀតគាត់ថាកំតាន់អាបើកទ្វារផ្ទះយកទឹកសុទ្ធមកនិយាយយកអាយើងធូកមកអាមានអាទឹកសុទ្ធយើងកម្របហ្នឹងគាត់កោហើយគាត់សូត្រហើយគាត់ចាក់លើដៃគាត់ដើរប្រោះព្រំសិនដើរប្រោះព្រំជុំវិញផ្ទះហើយចូលខាងក្នុងដេកមានសុទ្ធតែឈើទាំងអស់ឈើរបៀបឈើប៉និតណាហើយអីដែលខ្ញុំចាប់អារម្មណ៍ជាងគេតសធំមែនទែនធំអោបពីអោបអត់អស់ហើយណាតសធំមែនទែនខ្ញុំរៀនហាត់ទាំងធំខ្លាំងបាទតសកដាលមានតែមួយដើមហ្នឹងឯងអោបពីអោបអត់ឈើប្រភេទឈើឬក៏ប្រភេទថ្មតសពីអោបហ្នឹងថ្មតែយើងនិយាយថាគាត់ធ្វើធំបាទធំតែគាត់ដូចយើងដាក់ស្រោមទូរស័ព្ទមានស្រោមខាងក្រៅតែគេធ្វើឈើបិទឈើពីលើបិទឈើពីលើអូខេតន់តែឈើអារបៀបឈើបណ្ឌិតហើយតាមជាងមានរូបគនូអីផ្សេងហើយមានអាកន្លែងទទួលភ្ញៀវដាច់មួយឡែកផ្សេងសាឡុងគេមិនសាឡុងយើងអង្គុយសាឡុងសម័យឥឡូវអារបៀបសាឡុងឈើសាឡុងក្បាច់បាទសាឡុងឈើមានក្បាច់មានរូបនាគរូបហង្សរូបអីចឹងណាបាទហើយយាយក៏គាត់ប្រាប់គាត់ថាមកនៅផ្ទះនេះអត់អីទេយើងនៅសុខសប្បាយហើយនៅខាងក្រៅហ្នឹងមានអាទេសគោមានដើមស្វាយមានអាងទឹកតិចខ្ញុំនិយាយចូលរឿងអាងទឹកមានដើមស្វាយមានជាពិសេសដើមចំប៉ីដើមចំប៉ាមិនដឹងថាដើមផ្កាប្រសដើមចំប៉ីឯចំប៉ាបងអាហ៊ីតហ្នឹងត្រូវគាត់បាទអាហ៊ីតហ្នឹងចំប៉ីអាហ្នឹងនៅខាងណានៃផ្ទះនៅបើផ្ទះបែរមុខចេះនៅខាងស្នាមដៃនៅខាងអាងទឹកនៅខាងស្នាមដៃនៃផ្ទះជាមួយនឹងដើមចំប៉ាបាទនិយាយទៅបើតាមខ្ញុំដឹងគេអត់ឲ្យដាំពួកហ្នឹងនៅក្នុងផ្ទះហ្នឹងណាគេអាចនឹងដាំនៅពីមុខផ្ទះដើមពួកហ្នឹងតែខ្ញុំអត់ដឹងថាអបិយជំនឿខាងហ្នឹងវាយ៉ាងម៉េចប្រហែលតាមតំបន់អីចឹងបាទតនតែបើធ្លាប់ឮគេថាมันអាចឲ្យដាំនៅក្នុងផ្ទះបានទេព្រោះវាអាចនាំរឿងអពមង្គលអីមួយផ្សេងហ្នឹងហើយបាទដូចជំនឿតាមតំបន់យើងអត់ដឹងដែរពេលខ្លះបាទតែនៅពេលដែលខ្ញុំនៅបានមួយរយៈស្រាប់តាឮអ្នកចិត្តខាងគេនិយាយយើងមិនទាន់ដឹងថាអីជាអីទេគេនិយាយថានៅបានរបៀបគេនិយាយគេងក់ក្បាលនៅបានគេឃើញមុខយើងពេលដើរទៅក្រៅអីមិនទោះចឹងគេនិយាយចឹងទៅហើយសូម្បីតែខ្ញុំនិយាយត្រង់ទៅក្មេងចូលចិត្តលេងមួយខ្ញុំអ្នកចូលចិត្តលេងបាល់ហ្នឹងហើយណាខាងក្នុងហ្នឹងវាមានសួនស្មៅអញ្ចឹងខ្ញុំលេងបាល់លេងអីចឹងដល់ពេលដែលក្មេងឃើញក្មេងក៏សួរបងខ្ញុំសុំចូលលេងតែបងឯងផងបានអត់បានអត់ឯងចូលមកលេងមួយខ្ញុំបានមករយៈធំដូចជាថាខ្ទង់លបាក់ថា 2-3 ខែចឹងអូនហ្នឹងក៏វានិយាយថាបងម៉ាក់ខ្ញុំថាផ្ទះបាយមានខ្មោចថងចឹងប្រហើយនិយាយថាបងម៉ាក់ខ្ញុំថាផ្ទះបាយមានខ្មោចណាបងនៅអត់ដែរឃើញហ្នឹងបាយមើលនេះគេល្បីរឿងអាងទឹកហ្នឹងបាយឃើញអាងទឹកគេលុបអត់អាងទឹកហ្នឹងវាមូលចឹងគេលុបហើយគេដាក់កញ្ចោះពីលើដើម្បីរបៀបថាគេបំបត្តិអាងទឹកហ្នឹងយល់តែយើងនឹកឃើញអាជុំវិញអាងទឹកហ្នឹងអញ្ចឹងទៅជុំវិញអាងទឹកហ្នឹងវាមិនគេមិនបិទការ៉ូហ្នឹងហើយបិទការ៉ូជុំវិញអញ្ចឹងហ្នឹងហើយស្រាប់តែវាមកប្រាប់ថាបើឯងឃើញអាងទឹកហ្នឹងក្មេងលងទឹកងាប់ក្មេងវានិយាយវាអត់ដឹងថាយើងមិនទេតែវានិយាយពីច្រើនគេចាស់គេនិយាយថាក្មេងត្រង់ហ្នឹងហើយអាងទឹកណាបើអត់ជឿដល់ពេលទៅសួរអ្នកចិត្តខាងថាផ្ទះហ្នឹងពីមុនកូននេះឯងប្រាប់ថាមានខ្មោចលងទៅក៏គាត់និយាយប្រាប់តាមដំណើរសាច់រឿងទៅសាច់រឿងដំបូងហ្នឹងផ្ទះហ្នឹងតមកយូរហើយយូរវាថា 2-3 ម្ចាស់ហើយបានមកដល់ពូរបស់ខ្ញុំហើយបានពូរបស់ខ្ញុំហ្នឹងក៏ខលឲ្យមកជួយនៅរបៀបថាយើងជួយសម្អាតផ្ទះហ្នឹងកុំឲ្យវាកក្រិចកុំឲ្យវាអីចឹងព្រោះថាផ្ទះហ្នឹងថ្ងៃមុខទៅគាត់នឹងលក់អញ្ចឹងហើយគាត់ឲ្យប្រាក់ខែអីចឹងទៅស្រាប់តែខ្ញុំទៅសួរគាត់ថាផ្ទះហ្នឹងមានខ្មោចលងមិនថាគាត់ថាឯងនៅក្មេងនិយាយទៅយ៉ាត់ខ្លាចខ្មោចអត់អីទេបើខ្ញុំនៅមិនដែលឃើញអីយ៉ាងឯងនិយាយមកទៅក៏គាត់ប្រាប់ថាផ្ទះហ្នឹងពីដំបូងអត់ទាន់មានផ្ទះអីច្រើននៅចិត្តហ្នឹងទេផ្ទះហ្នឹងដូចនៅមួយតែឯងអញ្ចឹងមានតែយាយមកគូគាត់នៅក្នុងផ្ទះហ្នឹងវាថាគាត់នៅមកសម្អាតដូចគ្នាវាថាម្ចាស់ផ្ទះគេអត់នៅទេខ្ញុំក៏អត់ចង់និយាយពាក់ព័ន្ធមួយរឿងផ្ទះហ្នឹងដែរគាត់ថារឿងផ្ទះហ្នឹងវាជារឿងអក្រិតកម្មហើយក៏អត់មានណាគេនៅទេហើយគេជួលមនុស្សឲ្យមកនៅ
គេជួមនុស្សឲ្យមកនៅហើយតាយាយពីរនាក់ហ្នឹងគាត់ក៏នៅបោះផ្ទះជួលផ្ទះហ្នឹងទៅហើយស្រាប់តែគាត់មិនដឹងថាគាត់ហេតុអីទេតែគាត់និយាយថាគាត់ឃើញស្ត្រីពោះធំនៅក្នុងផ្ទះហ្នឹងហើយគាត់ក៏ខលទៅម្ចាស់ផ្ទះគាត់ប្រាប់ថានៅអត់បានទេឃើញស្ត្រីពោះធំរបៀបថាឃើញខ្មោចពោះធំហ្មងឃើញខ្មោចពោះធំនៅហ្នឹងចំណាយពេលធ្វើការងារផងគាត់ទៅដេកយប់ឡើងភ័យខ្លាចទៀតអញ្ចឹងណាហើយដល់ពេលដែលគាត់ដឹងសាច់រឿងថាស្ត្រីពោះធំហ្នឹងមានមូលហេតុអីបានគាត់ស្លាប់គាត់ដំបងឡើយហ្នឹងគាត់អ្នកសម្អាតផ្ទះហ្នឹងដូចគ្នាហើយគាត់នៅមួយប្តីគាត់អញ្ចឹងណានៅមួយប្តីគាត់អញ្ចឹងស្រាប់តែគាត់មានផ្ទៃពោះគាត់សម្អាតគាត់អីគាត់បោះគាត់ជូតអីអញ្ចឹងទៅស្រាប់តែពេលគាត់ឈឺបត់ជើងគាត់ក៏បត់ជើងហើយដល់ពេលដែលគាត់ងើបមកវិញគាត់ល្អិលទៅគាត់បោកក្បាលនឹងចានប្រគុណហ្នឹងហ្មងគាត់បោកក្បាលនឹងចានប្រគុណហើយមិនវាថាអាផ្ទះវាយូរហើយអាចានប្រគុណហ្នឹងក៏វាស្រួយទៀតបោកប៉ាំងបែកគាត់ត្រូវមុតអីគាត់បែកក្បាលហើយគាត់ស្លាប់ទៅហើយអត់មានអាគេនៅទេប្តីគាត់ទៅធ្វើការដែរស្លាប់នៅក្នុងបន្ទប់ទឹកហ្នឹងហ្មងបាទស្លាប់នៅក្នុងបន្ទប់ទឹកហ្នឹងនេះគាត់ថាខ្ញុំលឺតគ្នាអញ្ចឹងណាស្រាប់តែគាត់ស្លាប់ហើយក៏តាយាយតដល់តាយាយគាត់ថាឃើញគាត់នៅអត់បានគាត់ក៏ចេញហើយមានគ្រួសារមួយគ្រួសារទៀតដូចពួកខ្ញុំអញ្ចឹងតែគាត់ថាគាត់មានក្មេងគាត់មានកូន2នាក់ស្រីមួយប្រុសមួយផែអាយុប៉ុន្មានដឹងហើយបងទូចទេបងដូចជាត្រឹម5 6ឆ្នាំហើយខាងស្រីគេបងដូចជា10ឆ្នាំអីជាងទេអូខេបាទតែអាងទឹកអត់តន់លុបទេកូនក្មេងហ្នឹងវាថាយើងមិនមានតែ2នាក់បងប្អូនមិនប្រឡែងគ្នាបាទវាធម្មតាក្មេងតែសុំបងលេងអត់បានវាមិនខឹងវាមិនយំហ្នឹងហើយអាបងឃើញប្អូនយំអញ្ចឹងមិនលួងឲ្យប្អូនបាត់ដល់ពេលលួងបាត់វាយទៅបតាយបតប់គ្នាលេងអាយំប្រឡំសើចប្រឡំយំហ្នឹងក៏ធ្លាក់ទឹកប្រងទៅទាំងពីរនាក់ទៅតែមួយខាងប្រុសអាពៅធ្លាក់ទឹកប្រងអានោះវាឃើញប្អូនធ្លាក់វាអត់មានធ្វើអីទេវាថាវាសើចអានឹងប្អូនធ្លាក់ទឹកណាវាថាអញពងខឹងហើយអញឃើញអាធ្លាក់ទឹកអញសើចហើយអត់តន់ដឹងថាលងយ៉ាព្រោះទឹកអាហ្នឹងម៉ែឲ្យចុះលេងហ្នឹងហើយទឹកហ្នឹងវាក៏ខ្វក់វាអត់និយាយទៅយើងគេអត់ប៉ះពាល់ទេយល់ព្រោះយើងអត់មានអីមានក្លមានអីទៅណាទៅសម្អាតយើងទុកចោលអាងទៅទុកចោលបាទហើយអត់ដឹងថាជំរឿប៉ុន្មានទៀតដល់ពេលធ្លាក់ទឹកទៅអាប្អូនហ្នឹងវាទៅផុត5 6នាទីហ្នឹងហើយដល់ពេលហើយបានអាកូនហ្នឹងវារត់ទៅហៅម៉ែវាថាប្អូនធ្លាក់ទឹកលើកមកអានោះវាទៅទុនលលែកបាត់ហ្នឹងផុតបាត់ហើយសង្គ្រោះមិនតាន់ក៏និយាយទៅធ្វើម៉េចក៏អត់រស់មកវិញដែរសកត់ផងអីផងធ្វើចលនាបេះដូងផងជួយសង្គ្រោះអត់បានហើយដល់ពេលហើយគេថានៅអត់បានទេផ្ទះនេះសូម្បីតាមឪពុកម្ដាយរបស់ក្មេងហ្នឹងក៏គាត់ជួបដែរតែគាត់ថាគាត់នៅដើម្បីអីលុយជីវភាពសម្រួលជីវភាពគាត់បាទហើយបន្ទាប់មកទៀតក៏ផ្ទះហ្នឹងស្ងាត់មួយរយៈធំទៅស្រាប់តែផ្ទះហ្នឹងនិយាយជំនាន់ហ្នឹងធូរហ្មងផ្ទះហ្នឹងតម្លៃធូរហ្មងក្នុងឆ្នាំណាបងចាំហ៎អាចនឹងខ្ទង់2008 2009យូរហើយដែរបាទអីបន្ទាប់មកទៀតបានដល់វគ្គខ្ញុំនិយាយហើយអាពេលយើងចូលទៅយើងធ្វើអីណាស្រាប់តែខ្ញុំនៅបានមួយរយៈធំជំនាន់ហ្នឹងជំនាន់ល្បីខ្លាក្លែនហ្នឹងបងហ្នឹងហើយជំនាន់2012 2013ហ្នឹងពងពេញល្បីហើយពេលហ្នឹងហើយអត់តមានទូរស័ព្ទប្រើទេបងខ្ញុំមានអាទូរស័ព្ទកាចាស់មួយ Samsung ហ្នឹងគាត់ចុចខ្លាក្លែហ្នឹងគួយដេកមើលគាត់នៅក្នុងបន្ទប់ហ្នឹងណាខ្ញុំសុំ detail ផ្ទះបន្តិចខ្ញុំភ្លេចប្រាប់ផ្ទះហ្នឹងយើងចូលទៅមានតែសក់កណ្ដាលនៅឆ្វេងដៃតុកទូសឡុងឈើនៅឆ្វេងដៃដូចគ្នាបត់ស្នាមដៃឡើងលើចដើឈើទាំងអស់ហើយយើងពីរកាច់ចដើយើងឡើងលើបត់ហើយឡើងមកចេះវិញយើងឡើងមកចឹងហើយនៅលើមាន3បន្ទប់វិញមាន4បន្ទប់ហើយបន្ទប់មួយធំជាងគេបន្ទប់មានគ្រួសារវាបន្ទប់ហ្នឹងយើងមិនដឹងថាបន្ទប់ជាបន្ទប់អីឬមួយក៏មិនទេតែបន្ទប់ហ្នឹងធំជាងគេហើយជន់លើខ្ញុំមិនដែរបានតែគេងតែខ្ញុំគេងតែជន់ក្រោមទេប៉ាម៉ាក់ខ្ញុំគាត់អត់គេងក្នុងបន្ទប់ទេគាត់គេងអាឡែងទទួលភ្ញៀវហ្មងនិយាយថាបន្ទប់ហ្នឹងយើងអត់ប៉ះពាល់ហ្មងបន្ទប់គេយើងអត់ធ្វើអីហ្មងតែបន្ទប់ខ្ញុំដេកហ្នឹងបន្ទប់ដាក់អវ៉ាន់ទៀតហើយយើងសុចិត្តដេកក្រែអាក្រែអាឈើបាឡែតបាទឈើបាឡែតហ្នឹងទៅដាក់ទ្រាប់ពូកដេក
ឆ្នៃ បាទយើងឆ្នៃបន្ទាប់មកក៏ប៉ាម៉ាក់ខ្ញុំហ្នឹងណាប៉ាខ្ញុំគាត់ទៅរកស៊ីមួយពូម៉ាក់ខ្ញុំគាត់នៅផ្ទះមួយខ្ញុំហើយគាត់និយាយថាគាត់រកស៊ីអីតិចតួចចឹងទៅគាត់មួយអាទិត្យឬមួយក៏កន្លះខែគាត់ឡើងសម្អាតម្ដងដល់ពេលដែលគាត់សម្អាតហ្នឹងជាធម្មតាគាត់ឡើងទៅតែឯងទេទៅខាងលើហ្នឹងណាតែដល់ពេលដែលសម្អាតចំថ្ងៃសៅរ៍ថ្ងៃអាទិត្យដែលខ្ញុំអត់រៀនខ្ញុំឡើងទៅជួយគាត់ជូតច្រឡងឈើឬមួយក៏តាមជាងប្អួចអីដែលគាត់ឡើងទៅធ្វើអត់កើតអាហ្នឹងយើងជួយគាត់អញ្ចឹងអាបន្ទប់ធំហ្នឹងដល់ពេលដែលដល់វគ្គខ្ញុំឡើងទៅសម្អាតមួយម៉ាក់អីដែលចម្លែកទេបងអាធម្មតាដល់ពេលដែលបន្ទប់យើងទុកចោលវាមិនមានដីហុយអាធូលី បាទធូលីឃើញស្នាមជើងកូនក្មេងហ្មងស្នាមជើងកូនក្មេងណារបៀបក្មេងតែមិនចេះដើរទេតាទុយប៉ុណ្នេះហ្នឹងបាទអាក្មេងតែមិនចេះដើរទេតាស្នាមសត្វឆ្មាឆ្កែអីក៏សត្វអីលក់ឆ្មាលក់ជុំមកយប់ឡើងអីជើងមនុស្សហ្មងជើងមនុស្សជើងមនុស្សហើយខ្ញុំក៏ម៉ាក់គាត់ឲ្យចូលទៅបោះអញ្ចឹងខ្ញុំឃើញហើយខ្ញុំក៏ស្រែកសួរម៉ាក់ចាស់ផ្ទះមុនគាត់មានកូនទូចមែនមានក៏អសមត្រូវនៅដើមជើងដែរចាស់ផ្ទះមុនគាត់មានកូនទូចមែនគាត់ថាម៉ាក់មិនដឹងម៉ាក់ពូឯងហៅមកនៅម៉ាក់មិនដឹងខ្ញុំក៏បោះទៅអត់បានចាប់អារម្មណ៍ថាវាជាដានជើងឬមួយក៏មិនអីមិនក៏មួយរយៈក្រោយទៀតហ្នឹងខ្ញុំក៏សម្អាតចំអាបន្ទប់ដែលដែលខ្ញុំនិយាយថាស្ត្រីពោះធំគាត់ដួលក្នុងបន្ទប់ស្លាប់បន្ទប់ទឹកអញ្ចឹងជាន់ទី1ជាន់ទី2ជាន់តបដីហើយជាន់ទី1លើណែជាន់ទី1បាទហើយដល់ពេលគាត់ខ្ញុំឡើងទៅសម្អាតចំអាបន្ទប់គាត់ដែលដួលហ្នឹងខ្ញុំមានអារម្មណ៍ខ្ញុំធំឆ្អាបឈាមហ្មងឆ្អាបឈាមពេញច្រមុះហ្មងតែកន្លែងហ្នឹងអត់មានអីទេអត់មានអីហើយអារៀបបន្ទប់បាទបន្ទប់ទឹកអ្នកមានគេមានអាកន្លែងគេមួយទឹកគេគេងបានឡាបូបាសាបាទនិយាយទៅអាប្រគុណហ្នឹងយើងឃើញស្នាមធ្វើដល់សប្ងៃហ្មងអារបៀបកបោសគេដូរថ្មីទៅគេបិទសំងអាជើងក្រោមហ្នឹងហើយបាទយើងឃើញស្នាមធ្វើដល់សប្ងៃហ្មងហើយទៅនឹងធំក្លិនឈាមហើយឆ្អាបវាខ្ញុំបាក់ទ្រាំហើយដល់ពេលយើងចេញមកវិញម៉ាក់ក៏គាត់ចូលទៅសម្អាតម្ដងចូលទៅមួយម៉ាក់ខ្ញុំសួរម៉ាក់ម៉ៃធំក្លិនអីអត់ខ្ញុំថាម៉ៃមានធំក្លិនអត់ហ្នឹងម៉ាក់អត់មានធំក្លិនអីហ្នឹងហើយក៏ចូលដល់វាអាបន្ទប់ធំម្ដងទៀតឃើញដានជើងរត់ប្រជ្រះគ្នាហ្មងដានជើងមានមនុស្សធំមនុស្សតូចត្រេឡើងអញ្ចឹងអារបៀបរត់ដូចរត់បលែងគ្នាកំពុងតែមានប៉ុបឬក៏នៅជាប់នឹងហើយនៅជាប់របៀបថាយើងនៅជាប់ហ្មងនៅអាដានជើងជាប់ស្នាមហ្មងអារបៀបរត់ប្រជ្រះគ្នារត់បលែងរត់ដេញចាប់គ្នាអញ្ចឹងយល់សម័យឃើញដល់ពេលអញ្ចឹងហើយខ្ញុំក៏ប្រាប់ម៉ាក់ថាម៉ាក់ខ្មោចលងអីតែខ្មោចម៉ែឯងនិយាយខ្មោចម៉ែឯងខ្ញុំដល់ពេលអញ្ចឹងទៅខ្ញុំថាមិននៅផ្ទះគេមកនិយាយរឿងខ្មោចមែនយើងគិតក្នុងចិត្តដល់ពេលយើងសម្អាតអីហើយស្រាប់តែដល់យប់មួយដែលខ្ញុំនិយាយថាខ្ញុំគេងមើលបងខ្ញុំលេងហ្គេមហ្នឹងយប់មួយខ្ញុំគេងហើយបងខ្ញុំគាត់ប្រើខ្ញុំយកទឹកថាទៅយកទឹកទៀតលវាក់ម៉ោងដូចជាម៉ោង2 10ម៉ោង1ហើយកាលហ្នឹងបើម៉ែវាយអត់ខុសទេបើគាត់ប្រាប់ថាលេងទូរស័ព្ទលេងត្រឹមម៉ោង10បាន10បានហើយតែយើងលួចលេងខ្ញុំបើកទ្វារបន្ទប់មកខ្ញុំត្រូវឆ្លងកាត់សាឡុងឈើកន្លែងទទួលភ្ញៀវហ្នឹងសាឡុងឈើតសធំកដាលហើយនឹងចដាលផ្ទះហើយខ្ញុំត្រូវបត់ឆ្វេងហ្នឹងទៅចក្រានបាយទៅយកទឹកហើយត្រូវដើរមកវិញឆ្លងកាត់ដូចគ្នានៅពេលដែលខ្ញុំចេញទៅជាធម្មតាផ្ទះដែលធំគេមានពូភ្លើងតាមលបងណាចាបាទគេមានពូភ្លើងតាមលបងដល់ពេលដែលយប់ទៅបើកចោលទឹកភ្លើងអស់ប្រហែលយើងកុំខ្វល់ពួកគេឲ្យបើកយើងបើកទៅយើងបើកចោលមានអាភ្លើងសូឡាផងមានស្អីគេអាភ្លើងពូលទូចតាមបាទតាមលបងផ្ទះហ្នឹងតែគាត់ថាវាមិនភ្លឺខ្លាំងទេវាអាចមកយើងមើលឃើញលំដូចអាពេលយើងដាច់ភ្លើងពុបភ្លើងមកវិញយើងឃើញអ៊ីវហ្នឹងហើយយល់បាទភ្លើងហ្នឹងវាចាំងមកពីខាងក្រៅប្អួយហ្នឹងជាប្អួយកញ្ចក់ចាំងមកពីខាងក្រៅបើកវាមកក្រាអង្គុយនៅលើសាឡុងហ្នឹងហ្មងសម័យមើលថាមិនមែនជាមនុស្សស្រីពោះធំមិនមែនជាក្មេងតែវាជានារីស្លៀកឈុតបុរាណពាក់មកុដដូចអ្នករំលំបាំអញ្ចឹង
nó lơ slong mỏ នៅលើសាឡុងអាសាឡុងឈើហ្នឹងវាប្រវែងជាដូចជា1 ម៉ែត្រកន្លះវាអង្គុយចឹងហើយដាក់ដៃចឹងហើយបត់ជើង cái rong tôm sả thì បាទនៃក្រហមឆេះហ្មងបាទនៃក្រហមឆេះអារបៀបដូចយើងថតរឿងខ្មោចទៅយើងមានអា make up លួយមុខកដប់ចឹងតែគាត់ថាវាមិនច្រើនទេហើយក៏អត់មានក្លិនស្អុយដែរឃើញហើយពេលហ្នឹងខ្ញុំចាំបានខ្ញុំពាក់នីលកាភ្លើង7 ពណ៌ យោ អាភ្លើង7 ពណ៌យើងទៅយើងមិនល្ងិតមិនច្បាច់ប៉ក់ភ្លឺដែរទៅអាលុតច្បាច់ប៉ក់តែពេលយើងមើលឃើញហ្មងតែយើងអត់ចាប់អារម្មណ៍ថាវាជាអីព្រោះវារៀងល្ងិតយើងមើលឃើញព្រៀងអញ្ចឹងក៏មើលមកកតុយភ្នែកហើយក៏ដើរទៅត្រង់ទៀតដល់ទៅសកដាលអឺតក៏មកតាមកម្មចដាលវាមិនទៅត្រង់អញ្ចឹងមិនបត់មកចេះវិញអាកន្លែងកលាក់អាកន្លែងកែងហ្នឹងណា មានមកប្រឡោះច្រឡោះកម្មចារា បាទកន្លែងកែងហ្នឹងណាអឺតមើលយ៉ាងចេះអារបៀបអឺតមកចេញតែកឃើញតែក្បាលហើយក៏ដើរបត់ទៅយកទឹកមកវិញស្មោះត្រង់ពេលហ្នឹងអត់ខ្លាចមែនព្រោះថាវាអត់ទទួលបានអារម្មណ៍ខ្លាចវាអត់ឃើញច្បាស់ហ្មងតែដល់ពេលដែលយើងដឹងបានយើងថាអូពេលហ្នឹងបើអញដឹងអញរត់បាត់ហើយអញ្ចឹងដល់ពេលមកវិញអត់ហ៊ានងាកក្រោយមើលកម្មចដាហ្នឹងទេ ជាងសៀវហើយពេលហ្នឹង វាយើងមានអារម្មណ៍ណា ហ្នឹងហើយ យើងមានអារម្មណ៍ហ่าដើរមកវិញអ្នកស្រីហ្នឹងនឹងអង្គុយនឹងទៀតដើរយកក្រោយយើងចេញមកពីចក្រានបាយភ្លាមភ្នែកហ្នឹងបាញ់មកយើងហ្មងមើលយើងហ្មងអាភ្នែកក្រហមហ្នឹងបាញ់មកមើលយើងតោះយើងដើរផុតចូលក្នុងបន្ទប់ គេអង្គុយនៅហ្នឹងគេចង់មើលគឺយើងដើរកាត់ ដូចមើលឲ្យគេចង់ញញឹមដាក់យើងគេមើលតាមយើងអញ្ចឹងណាឈុតអារៀងឈុតបុរាណពណ៌រៀងមាសហ៎ យ៉ា មានមកុដនិយាយទៅចាប់អារម្មណ៍ជាងគេអាមកុដស្រួចហ្នឹងហ្មងអាមកុដដូចអ្នករំលបាមឃើញមកុដស្រួចណា តន់ បាទហើយដល់ពេលស្រាប់តាចូលទៅដល់វិញដេកគិតសិនដេកគិតឃើញអីគេមិញអារបៀបយើងឃើញមកផ្លែតហើយផ្លេចវិញណាឃើញអីគេមិញកាត់មកស្ទុះហើយស្រាប់លឺសលេងអាសលេង ទ្វាក្រឹកគិតថាម៉ាក់គាត់ព្រោះពេលមិញហ្នឹងខ្ញុំដើរទៅចក្រានបាយគិតថាគាត់ភ្ញាក់ពីសម្រានមកគាត់មកមើលថាកូនដេកនៅមួយក៏លេងទូរស័ព្ទបងខ្ញុំបិទទូរស័ព្ទហើយឃើញសង្ងំដេកមកស្ទុះលឺកាច់ជ្រាមកក្រាហើយម៉ាក់ខ្ញុំអត់មានសោទេព្រោះបន្ទប់ហ្នឹងអារបៀបផ្ទះគេទុកចោលគេអត់ឲ្យសោទេអាយើងរបៀបថាគេមានតែសោអាបន្ទប់ដែលសំខាន់ឲ្យយើងត្រូវឡើងសម្អាតព្រោះអាបន្ទប់ដាក់អវ៉ាន់មួយហ្នឹងអត់មានសោទេព្រោះថាយើងតែយើងបិទជាប់កលឹះហើយតើកោះប្អួចឬម៉ាក់ខ្ញុំសួរឯងនៅដល់ស្មារណាទៀតឯងហើយខ្ញុំឆ្ងល់ថាជិះម៉ាក់មិនមានសោហើយក៏សង្ងំដេកទាំងបងទៅស្រាប់តាមួយរយៈក្រោយមកបានទៅស្រុកដូចថាយើងចូលឆ្នាំឬមួយក៏ភ្ជុំបិណ្ឌអីចឹងបានទៅស្រុកខ្ញុំក៏សួរយាយខ្ញុំកាលមុនខ្ញុំឃើញដូចមនុស្សស្រីមិនចឹងអង្គុយនៅលើអាសាឡុងឈើយាយសាឡុងឈើឃើញពាក់មកុដហើយពាក់ដូចឈុតបុរាណអ្នករំលបាមចឹងណាយាយក៏គាត់ថាមិនអីទេគេមក slow ទេយាយក៏ដឹងដែរជំនាញផ្ទះតែគេមកគេមិនធ្វើបាបយើងគេមិនអីទេគាត់ថាគេមកមើលសកម្មភាពយើងមិនអីមិនចឹងណាមិនអីទេហើយនិយាយក៏ស្រោចទឹកឲ្យហើយបច្ចេកអង្គមួយបីជីទៅអារបៀបអាគ្រោះចង្រៃហ្នឹងឲ្យវាទៅអស់ចឹងណាបាទត្រឡប់មកវិញមកពេញវិញខ្ញុំក៏យករឿងហ្នឹងប្រាប់ម៉ាក់ខ្ញុំក៏គាត់ថាជុំអញនៅអញដែរឃើញហើយកុំមកភូតអញគាត់អារបៀបមនុស្សចាស់គាត់មិនមែនអត់ដឹងទេគាត់ដឹងតែមិនចង់ឲ្យកូនខ្លាចតែដល់ពេលដែលគាត់និយាយមួយប្តីគាត់និយាយមួយប៉ាខ្ញុំណាគាត់ក៏សម្រានអត់បានដែរគាត់យប់ឡើងក៏គាត់លឺគេគ្រប់អីដែរគាត់ថាអវិញ្ញាណដែលពីមុនណាដែលថាខ្ញុំមានកូនក្មេងមានអីស្ត្រីពោះធំអីហ្នឹងគេធ្វើអីអ្នកផ្ទះហ្នឹងអត់បានទេពុទ្ធសាសនាអីអ្នកដែលខ្ញុំឃើញហ្នឹងជានាងផ្ទះគេការពារគេឃុំក្រងពួកខ្ញុំអញ្ចឹងគេអត់អាចថាមកធ្វើបាបពួកខ្ញុំអីបានទេហើយនៅផ្ទះហ្នឹងខ្ញុំនិយាយស្មោះត្រង់ទៅរស់ស៊ីឡើងមែននៅយើងសែនគេរងថ្ងៃបោះជូតសម្អាតនិយាយទៅឲ្យតែថ្ងៃចំថ្ងៃបោះជូតដឹងតែសុបាយចិត្តហ្មងដឹងតែងាយឡើងនឹងបានស៊ុបត្រូវឆ្នោត និយាយទៅមានរឿងល្អកាត់ឡើងមក គ្រួសារឡើងបាទបានមួយរយៈក្រោយទៀតខ្ញុំក៏ប្រាប់ម៉ាក់ខ្ញុំថាម៉ាក់ខ្ញុំដូចធ្លាប់ឃើញជំនាញផ្ទះយាយគាត់ប្រាប់ខ្ញុំថាជំនាញផ្ទះ
ថាមិនឃើញធ្វើមិនឃើញដល់ពេលហើយខ្ញុំក៏ងាកឡើងថ្ងៃតែមួយហ្នឹងណាខ្ញុំក៏ងាកឡើងក៏លេងបាល់លេងមួយក្មេងៗហ្នឹងណាដល់ពេលបាល់ហ្នឹងវាទាត់ទៅចូលនឹងក្រុមដើមស្វាយហ្នឹងក៏ដើរទៅរើសមានអារម្មណ៍ចុយដើមដល់ក្រោយហ្នឹងមានអារម្មណ៍ដូចព្រឺឆ្អឹងខ្នងមិនទេរបៀបដើមចំបៃហ្នឹងវាធ្វើឲ្យយើងមានអារម្មណ៍ប្លែកផ្សេងទៅដល់អាឡៃហ្នឹងហើយមានអារម្មណ៍ថាអាខាងមុខផ្សេងខាងក្រោយផ្សេងវាមានអារម្មណ៍ដូចត្រជាក់ ដូចចូលទៅមួយលុកផ្សេងទៀត បាទវាដូចថាចុយមកដល់កន្លែងហ្នឹងព្រឺហ្មងវាបាក់និយាយអារម្មណ៍ហ្នឹងវាខុសគ្នាអារបៀបបរិយាកាសពីរផ្សេងគ្នាដល់ពេលហើយក៏លេងតាមធម្មតាហ្នឹងតែចាប់អារម្មណ៍ឬអាទេសគោមួយអាទេសគោនៅពីមុខនិយាយទៅខ្ញុំអាសាលេងចិត្តមែនតើតែវាអត់មានអារម្មណ៍ប្លែកតែថ្ងៃមួយដែលខ្ញុំលេងបិទពួនហើយអារបៀបយើងស្រែកបន្លាចគ្នាអារបៀបថាយើងរោគគេអត់ឃើញណាចុយមកឲ្យពួនយូរពេកអាខ្មោចលងណាឲ្យពួនយូរពេកអាខ្មោចលងយើងក៏អត់ឃើញដល់ពេលហើយបានអារម្មណ៍មួយដឹងហ្មងថាអញនិយាយខុសបាត់ខុសមកខុសកហើយបាទអញនិយាយខុសបាត់អារបៀបហើយគេមិនពួនឯឆ្ងាយទេរបៀបថាគេទៅគេឃើញយើងដើររកគេហើយតែគេរត់ចេញពីកន្លែងហ្នឹងហើយយើងទៅតាមក្រោយគេហើយដល់ពេលថាហែងកុំពួនយូរពេកអញរកឲ្យឃើញហើយពួនយូរពេកអាខ្មោចលងណាស្រាប់តែយប់ឡើងលេងយើងហ្មងខ្ញុំនិយាយស្មោះត្រង់ខ្ញុំយល់សពកន្លែងហ្នឹងមុនយល់សពហ្នឹងម៉ោងខ្ទង់ជាម៉ោង8ហ្នឹងខ្ញុំមួយទឹកហើយខ្ញុំបោកកៅអៅខ្ញុំមិនហាលអាស្នួរកៅអៅហ្នឹងវានៅក្បែរអាទិសគោយើងត្រូវដើរមកខាងនេះខាងខ្ញុំលេងបាល់ខាងស្នាមដៃដើរមកខ្ញុំជួបអាទិសគោហ្នឹងបើឯងដែរមើលខ្មោចនឹងមានតែពូមួយជាអាទិសគោណាឡើងលើចុងអស័យក៏ឃើញអាទិសគោហ្នឹងសម័យរឿងខ្មោចនឹងនៀតហ្មងហើយឃើញអារបៀបមនុស្សប្រុសបុរាណណាស្លៀកចង់ក្បិនតែមានអាវទេតែម្នាក់ឯងមៀតរាំងដូចអាគាំងណាសាច់ដុំធំហ្មងតែគាត់ខ្មៅក្រឹបចង់ក្បិនអញ្ចឹងហើយឈរលើអាទិសគោឈរមើលយើងអាពេលហ្នឹងខ្ញុំហាកអាហើយឈរមើលយើងហ្នឹងមកស្ទុះលើកដៃច្អល់មុខយើងច្អល់មុខចឹងហើយខ្ញុំរត់ហ្មងខ្ញុំរត់ទៅហើយខ្ញុំងាកមើលអារបៀបយើងរត់ទៅហើយយើងមិនបាំងជាងហើយយើងអឺតមើលបាត់ឈឹងហើយខ្ញុំភ័យមែនតើខ្ញុំភ័យដល់យប់ឡើងខ្ញុំទៅសອບទៀតចុះពេលសុំកាត់តិចចុះពេលដែលឃើញថាអញ្ចឹងហើយមានស្រែកឲ្យអ្នកផ្ទះដឹងឮដែរអត់អាពេលហ្នឹងខ្ញុំអត់ស្រែកទេរបៀបយើងសក់ខ្លួនឯងយើងសក់យើងគាំងរត់ទៅអារបៀបភ័យនិយាយអីអត់កើតស្រាប់តែយប់ឡើងខ្ញុំយល់សពថាពេលហ្នឹងខ្ញុំកំពុងដើរលេងជុំវិញផ្ទះអញ្ចឹងគេបអាទិសគោហ្នឹងរបៀបថាបចេញមកពីក្រោយក្នុងផ្ទះយើងណាបចេញមកពីក្រោយហើយឈប់ហើយខ្ញុំមើលមុខម្នាក់ប្រុសនឹងអត់ឃើញឯប្រុសដែលមកសួរខ្ញុំណាក៏សួរថាឯថាណាខ្មោចឯថាណាខ្មោចហើយដល់ពេលហើយយើងឆ្លងឆ្លើយថាខ្ញុំបន្លាចគ្នាខ្ញុំហ្នឹងខ្ញុំបន្លាចប្អូនខ្ញុំហ្នឹងខ្ញុំថាកុំឲ្យវាពួនយូរពេកមកវាហាវអញ្ចឹងយើងចេះដោះសារយើងភ័យធម្មតាមនុស្សចាស់មកសន្លត់យើងអញ្ចឹងយើងភ័យឯហាណាខ្មោចអញនៅមើលថែពួកឯងកុំនិយាយថាអញខ្មោចទៀតហើយដល់ពេលអញ្ចឹងហើយក៏គាត់បអទេសគោចេញទៅវិញហើយស្រាប់តែព្រលឹមឡើងដង្ហើមមិនក៏អាពេលយើងងើបមកយើងញើសជោគពេញខ្លួនណាហើយយើងភ័យពេកអត់មានអារម្មណ៍ធ្វើអីហ្មងហើយចាំថ្ងៃហ្នឹងអាទឹកយើងត្រូវបោះជូរទៀតយើងអត់មានអារម្មណ៍ធ្វើអីខ្ញុំប្រាប់ម៉ាក់ថាម៉ាក់ខ្ញុំអត់ស្រួលខ្លួនម៉ាក់កកខ្យល់ឲ្យកកខ្យល់អត់ឡើងទៀតធម្មតាយើងអត់ឈឺផងកកខ្យល់មិនឡើងស្រាប់តែម៉ាក់អត់ដឹងគាត់ទៅធ្វើមិនអីដល់ពេលគាត់ក៏លើកធូបមកហើយមានស្អីគេផ្លែកតំបាទផ្លែកតំគាត់សែនឲ្យថាបើកូនចៅលេងអីទៅខំមកកកឲ្យសុំគុំប្រកាន់អីចឹងតែមិនបានប្រាប់គាត់រឿងហ្នឹងអត់បានប្រាប់ទេថាខ្ញុំអត់ស្រួលខ្លួនអីនិយាយទៅគាត់ដឹងតែតាំងពីពេលកកខ្យល់មកម៉េះគាត់ថាអូកូននេះអត់ស្រួលនៅតាមធម្មតាអញ្ចឹងទៅវាក៏លែងមានរឿងអីកើតឡើងទៀតចាប់ពីពេលយើងដឹងក៏លែងមានរឿងអីកើតឡើងទៀតបានផ្ទះហ្នឹងចាប់ផ្ដើមលក់បានហើយខ្ញុំក៏ទៅនៅផ្ទះជួលមួយផ្សេងអញ្ចឹងទៅខ្ញុំក៏រាយរាប់សាច់រឿងហ្នឹងទៅប្រាប់
ម៉ាក់ខ្ញុំទាំងអស់គាត់ក៏ថាមិនម៉ាក់មិនដឹងទេគាត់ថាម៉ាក់មិនចង់ឲ្យកូនខ្លាចធម្មតាមនុស្សចាស់គាត់ទទួលបានអារម្មណ៍ច្រើនជាងយើងជាងព្រោះភាគច្រើនមនុស្សឆាស់ចាប់ភ្ញាក់សូម្បីតែអារឿងដែលបើកទ្វារមកហ្នឹងស្រែកសួរខ្ញុំថាការបានដេកអីចឹងក៏គាត់មិនមែនគាត់ដែររបៀបថាជំនាញផ្ទះអីគេបន្លំឲ្យយើងខ្លាចឲ្យយើងរបៀបឲ្យយើងខ្លាចម៉ែឪឲ្យយើងឆាប់គេងទៅព្រោះស្អែកយើងទៅរៀនក៏គាត់រាយរាប់ថាមិនមែនម៉ាក់មិនដែរជួបម៉ាក់ជួបហើយម៉ាក់ឡើងទៅសម្អាតម៉ាក់នៅផ្ទះម្នាក់ឯងកូនទៅរៀនបាត់ក៏គេធ្លាប់មកបញ្យោសពម៉ាក់ពេលម៉ាក់គេងថ្ងៃគេងអីចឹងម៉ាក់ក៏ឃើញទាំងអស់គាត់ដឹងទាំងអស់តែគាត់ថាគាត់មិនចង់និយាយឲ្យកូនខ្លាចអញ្ចឹងនៅពេលដែលខ្ញុំចេញពីផ្ទះហ្នឹងទៅសូម្បីតែសប្តាហ៍ថ្ងៃដែលខ្ញុំជិះកាត់ផ្ទះហ្នឹងនៅមិនឆ្ងាយពីផ្ទះថ្មីរបស់ខ្ញុំម៉ានេះនៅក្បែរគ្នាដែរទេដល់ពេលដែលខ្ញុំទៅលេងពុកម៉ាក់ខ្ញុំអីចឹងនៅផ្ទះម្ដុំហ្នឹងខ្ញុំជិះកាត់ពេលល្ងាចក៏ដោយពេលថ្ងៃក៏ដោយយប់ក៏ដោយនិយាយទៅគ្រប់ពេល every time ជិះកាត់មានអារម្មណ៍គេឈរមើលយើងពីលើផ្ទះហ្មងផ្ទះហ្នឹងវាមានវេរ៉ង់ដាមួយហើយមានទ្វារធំមួយយើងបើកចេញមករបៀបថាយើងឈរឈៀលនៅក្រៅអីចឹងចុងទី1អីចឹងបាទតែនៅពេលដែលខ្ញុំជិះកាត់ហ្នឹងមានអារម្មណ៍គេឈរមើលយើងហ្មងឈរមើលយើងដូចថាទៅណាមកណាបាទដូចនិយាយទៅដូចតែភូមិគេឈរមើលយើងទៅណាមកពីណាអញ្ចឹងតែយើងមានអារម្មណ៍ខុសពីមនុស្សនិយាយថាយើងជិះទៅយើងកតុយភ្នែកយើងចិត្តតែចង់មើលយើងងាកទៅតែយើងមករៀបឃើញសឃើញអីអញ្ចឹងយើងចេះប៉ាន់ស្មានមើលអូគេចេះសប្តាហ៍ថ្ងៃនេះផ្ទះហ្នឹងក៏មានអ្នកនៅហើយព្រោះខ្ញុំជិះកាត់មួយរយៈហ្នឹងឃើញមានមនុស្សនៅអញ្ចឹងគេឆ្កាស្មៅគេអីគេសម្អាតឲ្យគេក៏គេផ្លាស់ប្ដូរថ្មីអីច្រើនដែរអញ្ចឹងស្អាតអីចឹងឡើងវិញចឹងទៅអញ្ចឹងបានន័យថាសាច់រឿងហ្នឹងយើងបញ្ចប់ត្រឹមពេលដែលយើងបានដូរផ្ទះទៅនៅផ្ទះថ្មីទៅហ៎បាទអូខេអ្នកនរគ្នានេះគឺជាសាច់រឿងរបស់ខេមរ៉ាជាសាច់រឿងទី1អ្នកនរគ្នាយល់ឃើញមិនដែរចំពោះសាច់ចំណងជើងគេមិញសុកពូទេហើយទៅនៅផ្ទះវិឡានៅភ្នំពេញនៅភ្នំពេញតែវិឡាអូខេនេះគឺសាច់រឿងទី1ហើយអ្នកនរគ្នាក៏អាចបញ្ចេញមតិយោបល់ខាងក្រោមបានហើយដូចខ្ញុំនិយាយអញ្ចឹងកុំភ្លេច Subscribe Channel ស្មាស៊ីតាដែរដោយសារបើយើងអត់មានស្មាស៊ីតាក៏អត់មានសាច់រឿងសប្បាយស្ដាប់ដែរអូខេបងប្អូនទាំងអស់គ្នាកុំភ្លេចបញ្ចូលលុយជាមួយ Smart ឥឡូវនេះ Smart កំពុងតែមាន promotion Top Up to Win ចឹងសម្រាប់បងប្អូនទាំងអស់គ្នាគ្រាន់តែបញ្ចូលលុយចាប់ដើមពី$1ឡើងទៅបងមានឱកាសឈ្នះរង្វាន់ហើយសម្រាប់រង្វាន់នោះគឺជារង្វាន់ Condo 1 unit ពីគម្រោង The Star Polaris 23អភិវឌ្ឍពេញហួតនិយាយទៅទទួលបាន1 unit តែម្ដងហើយនៅមានរថយន្ត BYD ទៀតសម្រាប់ការចាប់រង្វាន់គឺចាប់រង្វាន់ជារៀងរាល់ខែសម្រាប់ថ្ងៃផុតកំណត់នៃការ promotion នេះគឺថ្ងៃទី31ខែធ្នូ2025អញ្ចឹងបើសិនជាបងចង់មានឱកាសចាប់រង្វាន់កុំភ្លេចបញ្ចូលលុយជាមួយ Smart ចាប់តាមពី$1ឡើងទៅអរគុណអូខេហើយយើងមិនឲ្យអ្នកនរគ្នាចំណាយពេលយូរទេយើងចូលទៅសាច់រឿងទី2របស់យើងហ្មងតោះបងរឿងទី2សុំចំណងជើងសាច់រឿងទី2ចំណងជើងអ្នកលើកមឈូសខ្មោចបាទអូខេដែលខ្ញុំនិយាយថាការងារ part time របស់ខ្ញុំអញ្ចឹងរឿងហ្នឹងកាត់ឡើងនៅឆ្នាំណាដែរបងដូចជា2ឆ្នាំហើយបង2ឆ្នាំអូថ្មីនេះដែរដូចជាខ្ទង់23ឯង2023ឯងបាទតោះសុំជើញថ្ងៃមួយខ្ញុំដេកលេងទូរស័ព្ទលេងហ្គេមហ្នឹងណាស្រាប់តែលុតឆាតមកអញ្ចឹងខ្ញុំក៏អត់ទាន់បានចូលមើលដែរខ្ញុំលេងចប់ហ្គេមហើយខ្ញុំក៏ចូលមើលហើយស្រាប់តែខ្ញុំស្ដាប់ទៅអូននឹងគាត់និយាយថាអូខេអំបែងតនេអត់ខ្ញុំក៏តបទៅវិញថាតនេមានអីមែនតណាមែនអីក៏គាត់ប្រាប់ថាបើឯងតនេអញ្ចឹងបើឯងធ្វើការអត់ខ្ញុំមានការងារឲ្យបើឯងធ្វើមួយបើឯងទៅអត់ថាធ្វើនៅណាថានៅចិត្តហ្នឹងទេនៅសំងដែតវត្តសំងដែតហ្មងចាអញ្ចឹងក៏ថាបងចង់ដឹងថាបានប៉ុន្មានថាបានច្រើនមិនក្រោម20រៀលទេខ្ញុំក៏ថាអូខេទៅយូរអត់តែ2ថ្ងៃហើយការងារហ្នឹងហើយខ្ញុំក៏សួរបន្ថែមទៀតថាការងារគេបើឯងទៅជួយរៀបមែនតែវាអត់ហ៊ានប្រាប់យើងត្រង់ទេតែវាប្រាប់យើងថាឲ្យទៅជួយរៀបមែនអញ្ចឹងខ្ញុំគិតថាទៅជួយរៀបមែនវាអាចនឹងជួយលើកដែកជួយហុចនេះហុចនោះឲ្យគេអញ្ចឹងណាព្រោះតែយើងអត់ចេះខ្ញុំគិតអញ្ចឹងតែពេលទៅដល់វាក៏សួរខ្ញុំថាបើឯងមកដល់ណាហើយខ្ញុំថាខ្ញុំមកដល់ហើយ
ចឹងវាក៏ចេញមកទទួលខ្ញុំហើយវាហុចអាវខ្ញុំមួយអារបៀបអាវយើងអាវ team work អាវទីក្រុមការងារវាហុចបាយពាក់អាវហ្នឹងឲ្យបាយដាក់តាមខ្ញុំមកហើយបើសិនជាមេគាត់ប្រាប់ឲ្យធ្វើអីបាយធ្វើតាមហ្នឹងទៅស្រាប់តែទៅដល់សពដែលស្លាប់នៅដែលខ្ញុំទៅលើកថ្ងៃដំបូងគេហ្នឹងសពនៅប្រុសចំណាស់ខ្ទង់លបាក់ជា50ទៅ60ឆ្នាំអញ្ចឹង50ក្រហុកអញ្ចឹងណាបងគាត់ស្លាប់ដោយសារជំងឺហើយគាត់ក៏បានចាក់ថ្នាំចាក់អីត្រឹមត្រូវដែរព្រោះថាខាងសពគាត់រៀងធូរធារដែរគាត់ធ្វើនៅវត្តស្មងដែរអញ្ចឹងក៏គាត់វាថាមានសមត្ថភាពក្នុងការធ្វើប៉ុនហ្នឹងឲ្យវាអធិកអធមអញ្ចឹងណាមិនធ្វើឲ្យខ្វះលេខខ្វះកើតណាបាទអញ្ចឹងដល់ពេលដែលខ្ញុំទៅខ្ញុំក៏រៀងភ្ញាក់ផ្អើលដែរថាហៅមកជួយរៀបមែនបែរជាមកធ្វើអាកម្មវិធីធ្វើលើកសពដាក់ចូលមឈូសវិញខ្ញុំក៏ថាជ្រុលមកអីក៏ធ្វើទៅបើសិនជាមិនបានតិចបានទួចអីមិនយើងគិតថាជើងក្រោយយើងក៏បាច់មកដែរតែនៅពេលដែលចង់ចប់កម្មវិធីខ្ញុំទទួលបានលុយវាច្រើនដែរទងវាអាចថាលបាក់ទងA60 អីទៀតនៅលុយអាំងប៉ាវគេហៅលុយហេងណាបងបាទលុយកាត់ឆុងយើងណាបានដូចជា10 20អីទៀតអញ្ចឹងវាចូលចិត្ត100ដែរកាលហ្នឹងឥឡូវក៏ខ្ញុំនៅតែបន្តធ្វើការងារហ្នឹងដែរបើសិនជាមានក៏វាមិនសូវជាបានថ្លៃដូចមុនដែរដូចថាលុយអាំងប៉ាវលុយហេងរបស់យើងអញ្ចឹងតែឥឡូវនេះដូចថា10អីបានតែមួយទេដូចថាគេមិននឹកឃើញក៏ថាបានគេមិនចង់ឲ្យក៏ថាបានអាហ្នឹងយើងទៅសុំគេក៏យើងមើលទៅវាអត់ល្អភ្នែកដែរត្រូវហើយបាទពេលខ្លះម្ចាស់បុនគាត់វិពួកជាមួយនឹងកម្មវិធីដែរគាត់នឹកអត់ឃើញដែរនិយាយស្មោះត្រង់បាទមួយវិញទៀតគេហៅលុយកាត់ឆុងដូចថាយើងទៅយើងឆុងឆ្នាំមួយទៅខ្ញុំឆុងឆ្នាំមួយសពអញ្ចឹងខ្ញុំត្រូវកាត់ឆុងអញ្ចឹងដូចថាយើងទៅឆុងយើងបានលាបមកវិញអាហ្នឹងជាលុយយើងបានលាបមកវិញយើងហេងវិញអាហ្នឹងយើងអត់សយគេថាឆុងសយតាមគេហៅឆុងសយឆុងទៅវាចេះតែជួបរឿងមិនល្អអញ្ចឹងបាទតែយើងតែពេលយើងឆុងយើងបានលុយយើងហេងយើងអត់សយអូខេចឹងវិញបាទអញ្ចឹងអារបៀបគេឧបកិច្ចទៅវិញទៅមកអញ្ចឹងណាតែដល់ពេលដែលខ្ញុំចាប់ផ្ដើមលើកសពនឹងហើយដល់ថ្ងៃ7ថ្ងៃខ្ញុំបាននឹងច្រើនហើយណាដល់7ថ្ងៃគាត់សួរថាមកទៀតអត់ខ្ញុំថាអូខេទៅដល់ពេលថ្ងៃ7ថ្ងៃគេត្រូវមានអវ៉ាន់ច្រើនគេមានគេហៅបលាំងរបស់លោកគង់ណាគេហៅបលាំងរបស់ព្រះសង្ឃអាពេលលោកគង់ទៅមានផ្លិតមានអីបាំងអញ្ចឹងបាទយើងត្រូវយកពីកន្លែងយើងមកដាក់វត្តអញ្ចឹងវាច្រើនបកអញ្ចឹងគ្រូក៏គាត់ហត់ដែរអញ្ចឹងក៏គាត់សួរថាអូនមកថ្មីនឹងចេះបាក់ឡានអត់ខ្ញុំចេះតើគ្រូដល់ពេលខ្ញុំគាត់ក៏ហុចសល់ឡានរបៀបថាតែតែស្គាល់យើងមួយថ្ងៃ2ថ្ងៃដល់ថ្ងៃ7ថ្ងៃហុចសល់ឡានឲ្យយើងបើកវាថាទោះបីជាឡានហ្នឹងរបស់ខ្ញុំក៏ដោយក៏ខ្ញុំអត់ទុកចិត្តគាត់ដែរតែគាត់ទុកចិត្តខ្ញុំគាត់សួរថាចេះបាក់ឡានអត់ឆ្លើយតែចេះអាម៉ាត់គាត់ហុចសល់ឡានឲ្យបើកហ្មងយកឡានជិះទៅផ្ទះយកអាវ៉ាន់នេះគាត់ប្រាប់យើងរ៉ៃរ៉ាប់ចឹងហើយខ្ញុំទៅដល់យកអាវ៉ាន់មកវិញហើយចប់សពគ្រប់ហើយគាត់ក៏ថាអូនឯងចាំថ្ងៃក្រោយនៅមួយគ្រូទៀតព្រោះអូនឯងចេះបាក់ឡានអញ្ចឹងជំនួសដៃគ្រូបានបាទអញ្ចឹងដូចថាចេញរោងតាមខេត្តអីចឹងគាត់សម្រាប់ទៅកម្មវិធីពេលព្រឹករបស់គាត់ខ្ញុំបាក់ឡានបាទដល់ពេលព្រលឹមឡើងខ្ញុំដេកគាត់ធ្វើកិច្ចរបស់គាត់ទៅបាទថ្ងៃមួយខ្ញុំចាំបានខ្ទង់ជាម៉ោង4ម៉ោង5ម៉ោង4ម៉ោង5គាត់ក៏ទេមកខ្ញុំគាត់សួរពេលហ្នឹងរៀងស្និទ្ធមួយគ្នាលោកខេមឯនៅផ្ទះអត់នៅតែគ្រូប្រមូលគ្នាយើងមក6នាក់ចេញទៅឥឡូវទៅខេត្តចិត្តកំពង់ចាមហ៎បងមេមត់បាទមេមត់តែទៅអត់ដល់ទេវារៀងគៀកដែរទេបាទទៅអត់ដល់ទេដល់ពេលអញ្ចឹងទៅខ្ញុំក៏ថាបាទគ្រូបាទខ្ញុំក៏ឆាតជុំគ្រប់ថាក្រុមការងារយើងណាគេតនេមកផ្ទះគ្រូឥឡូវយើងរៀបចំកណ្ដាលចេញទៅខេត្តរៀបចំហើយណាដល់ពេលយើងចាប់ផ្ដើមចេញដំណើរទៅអ្នកនៅក្នុងឡានរបៀបថាងើបមកលុបមុខមិនទាន់អស់អាចភ្នែកផងតែដេកទៅវិញងួយដេកយើងតកង់យើងមិនត្រូវ focus លើផ្លូវយើងបើកអញ្ចឹងទៅយើងមិនភ្នែកយើងមិនមើលឆ្វេងមើលស្ដាំអីចឹងណាស្រាប់តែជិះទៅដល់ខ្ញុំមិនដឹងថាផ្លូវណាទេព្រោះខ្ញុំមើលតាម Google Map ដែរព្រោះយប់ហើយខ្ញុំមិនចំណាំផ្លូវទេខ្ញុំដាក់ Google Map មើលហើយជិះទៅរហូតតាម Google Map ហ្នឹងចេះទៅឃើញទៅត្រង់ឆ្វេងស្ដាំអញ្ចឹងណាហើយគ្រូក៏គាត់សម្រាប់លក់ទៀតអញ្ចឹងមួយឡាននៅតែឯងបើកភ្នែកមើលផ្លូវអញ្ចឹងដល់ពេលទៅរហូតអញ្ចឹងទៅស្រាប់តាចុយមានអារម្មណ៍ដូចវិញផ្លូវ
តែយើងជិះតាម Google Map ទេ Google Map ហ្នឹងនៅតែរត់ឲ្យយើងទៅចឹងតែយើងមានអារម្មណ៍ថាចូលដូចជីវិញផ្លូវស្រាប់តែជិះទៅឈប់មកស្ទុះហើយយើងឈប់ក៏មិនឈប់វាថាឈប់ងក់ចឹងឲ្យទាំងអស់គ្នាភ្ញាក់ឯងឈប់ថ្នមព្រោះខ្លាចគាត់ភ្ញាក់ហើយខ្ញុំក៏ក្លែកមើលឆ្វេងមើលស្ដាំសិនជួយដល់ណាហើយវិញទីទូរស័ព្ទមកស៊ូម Google Map មើលទៅអូដល់ផ្លូវនេះហ៎ក៏ជិះទៅទៀតរហូតជួបគេហៅថាមុងខ្មោចកន្លែងគេកប់ខ្មោចគេហៅស្អីមុងខ្មោចហ្នឹងឯងបាទតែច្រើនមែនឬក៏តិចច្រើនដូចថាមកផ្លូវហ្នឹងមានសងខាងចឹងហ្មងមានសងខាងចឹងហ្មងតែដូចយើងថាយើងចូលតំបន់គេហ្មងយើងទៅជួបសងខាងចឹងហ្មងដាស់គ្រូសិនគ្រូអីខ្ញុំដូចវិញផ្លូវមែនគ្រូព្រោះឯងជួយមើលមកខ្ញុំដូច slow internet ទេជីដល់មុងខ្មោចក៏លឺមុងខ្មោច 4-5 នាក់ក្រោយហ្នឹងងើបមកព្រុសភ្នែកសព្រាតដល់ពេលចឹងហើយថាជួយខេមបាក់ឡានមកចឹងអ្នកក្រុមការងារក្រោយចាខេមបាក់ឡានមកចឹងចាធ្វើម៉េចជីតាម Google Map ដែរហ្នឹងឥឡូវមើលមិនណាគេមានអ៊ីនធឺណិតដើរ share Wi-Fi ឡូជីខុសផ្លូវហើយថាអាយ៉ែឡានទៅក្រោយវិញគ្រូក៏គាត់ថាមិនต้องអាយ៉ែចាំតិចគាត់មើលសិនគាត់មើលវាថាគាត់អឺតមើលចឹងអឺតមើលចូលឡើងហើយគាត់ដឹងនិយាយស្អីវានិយាយខ្សឹបគាត់និយាយហើយថាអូអត់អីទេតោះទៅវិញគេអត់ឲ្យយើងនៅហ្នឹងមិញគេចង់លេងយើងគាត់និយាយមិញគេចង់លេងយើងពួកអត់មានណានៅអីយើងអត់ចេះអីហ្នឹងហើយខ្ញុំសូមបញ្ជាក់បន្តិចគ្រូរបស់ខ្ញុំហ្នឹងគាត់ជាអតីតសក្តិវត្តគាត់ជាអតីតសក្តិវត្តអញ្ចឹងគាត់ចេះច្រើនអញ្ចឹងក៏គាត់ចេញមកវិញគាត់ថាថ្ងៃក្រោយបើមានអារម្មណ៍អញ្ចឹងដាស់អញលឿនឯងសំណាងឲ្យទៅតិចទៀតគេលេងហើយហ្មងទៅតិចទៀតគេធ្វើហើយហ្មងគាត់និយាយបដើហើយយើងគាត់មើលផ្លូវបដើហើយអ្នកក្រោយក៏លេងហ៊ានដេកដែរហ្នឹងមួយទៅធ្វើកិច្ចធ្វើអីហើយយើងត្រឡប់មកផ្ទះវិញហើយគ្រូក៏គាត់របៀបថាមិនមែនស្រោចទឹករបៀបប្រោះទឹកមុនឲ្យកូនចៅអញ្ចឹងណាថ្ងៃក្រោយកុំឲ្យជួបរឿងចឹងទៀតហើយរហូតដល់ថ្ងៃមួយដែលខ្ញុំទៅតែ2នាក់គាត់នេះតែសុំការតិចអញ្ចឹងបានន័យថាសាច់រឿងដែលមុនហ្នឹងទៅមេមត់មិញហ្នឹងគឺបានន័យសម្រាប់សមូលមកច្រឡំផ្លូវទៅបាទអូខេចាប់ត្រឹមហ្នឹងទៅហើយចូលសាច់រឿងថ្មីមួយសាទៀតត្រូវហ៎បាទអូខេតន់ថ្ងៃមួយរហូតដល់ថ្ងៃមួយដែលខ្ញុំទៅតែ2នាក់គាត់ទេទៅកម្មវិធីបុណ្យសពដូចគ្នាខាងម្ចាស់សពគាត់ប្រាប់ថាខាងគ្រួសារខ្ញុំក្រណាស់មិនមែនក្រណាស់ទេគាត់ថាមកជុំគាត់អាចមានលទ្ធភាពជាវក្តាមឈូសពីខាងខ្ញុំទៅគាត់អាចមានលទ្ធភាពវាថាធ្វើកម្មវិធីឲ្យមើលទៅសំរុំសំភ្នែកដែរអញ្ចឹងណាកន្លងម៉ោង2ម៉ោង1ជាងម៉ោង2គ្រូខ្ញុំក៏គាត់ទេមកទេណាលោមកលឿនតិចបញ្ញាប់សារហ្នឹងគាត់បញ្ញាប់គាត់ថាបញ្ញាប់ហើយក្តារនិយាយទៅក្តារអត់រៀបចំទេគាត់លើកដាក់ឡានទៅដល់រៀបចំផ្ទះគេហ្មងគាត់ថាគាត់បញ្ញាប់ហើយបើថាមកតែឯងបានហើយមិនហៅគ្នាព្រោះគេអត់ត្រូវការកម្លាំងទេព្រោះជាធម្មតាតែចេញមុនសពទៅយើងត្រូវការកម្លាំងលើកទៅគាត់ថាបាច់យើងអត់ត្រូវការកម្លាំងទេព្រោះថាខាងសាច់ញាតិគេស្ម័គ្រចិត្តលើកហើយអញ្ចឹងដល់ពេលដែលខ្ញុំចេញទៅខ្ញុំក៏ដល់សួរគាត់ថាគ្រូខ្ញុំត្រូវទៅណាយើងត្រូវគោលដៅយើងទៅណាគាត់ថាទៅខាងព្រៃវែងហ្នឹងខ្ញុំអត់ដឹងថាភូមិស្រុកហ្នឹងគេឈ្មោះអីទេតែដឹងថាខាងព្រៃវែងស្រាប់តែទៅដល់ចេញឡានទៅហើយខ្ញុំក៏គាត់ប្រាប់គាត់ថាគ្រូសុំទីតាំងគេឲ្យច្បាស់ហើយខ្ញុំជិះតាម Google Map ទៅហើយខ្ញុំគ្រូឯងសម្រាប់ទៅខ្ញុំអ្នកបាក់ឡានហើយចាំដល់ពេលព្រឹកខ្ញុំសម្រាប់ក៏បានដែរព្រោះឥឡូវវាទាភ្លឺហើយស្រាប់តែជិះទៅដល់ផ្លូវមួយមានស្ពានមិនដឹងថាជាតាឬមួយកពូទេប្រៀបថាពាក់ខោចែវហើយពាក់អាវសហើយប្រៀបថាឃើញពុកមាត់រុយសគាត់ឈរនៅស្ពានយើងមើលមកកតុយភ្នែកឈរនៅស្ពានអីជីហួសក៏ឃើញខ្ញុំមើលតាមកញ្ចក់ស្លឹងមើលតាមកញ្ចក់អញ្ចឹងលើកដៃច្អល់យើងចឹងលើកដៃច្អល់យើងអញ្ចឹងហើយខ្ញុំក៏ជីហួសទៅហើយច្អល់ចំមុខឡានយើងហ្មងច្អល់អាយើងប្រៀបថាយើងមើលកញ្ចក់អញ្ចឹងដូចយើងមើលក្រោយច្អល់ឲ្យយើងឃើញច្អល់យើងអញ្ចឹងហើយយើងជីហួសខ្ញុំជីហួសទៅទៀតស្រាប់តែឃើញកូនគោតែគោហ្នឹងវាមិនធំហ្មងទេស្រាប់តែវារត់វូអញ្ចឹងជន់ប្រាំងងក់គ្រូភ្ញាក់គាត់ថាឯង
មិនបានជន់ប្រាំងអញ្ចឹងគាត់វាដែរមិនបើកឡានអញ្ចឹងដល់ពេលហើយក៏គាត់ខ្ញុំប្រាប់គាត់ថាមិនខ្ញុំឃើញគោរត់កាត់ទៅខ្ញុំក៏ជន់ប្រាំងថាថ្ងៃក្រោយឲ្យឃើញស្អីក៏ដោយមនុស្សក៏ដោយឆ្កែក៏ដោយឆ្មាក៏ដោយជីបុកវាទៅជីឃើញអីបុកវាទៅចាំខូចឡានអញអ្នកធ្វើបញ្ហាឯងដោះស្រាយព្រោះវារត់ចូលឡានយើងអញ្ចឹងដល់ពេលដែលចុងក្រោយដែលខ្ញុំបានដឹងថាគាត់ថាឲ្យជីបុកទៅហ្នឹងណាព្រោះយប់ហើយវាគ្មានណាគោណាមនុស្សណាវារត់ចូលផ្លូវទេអញ្ចឹងវាមានតែអីអមនុស្សវាមានតែវិញ្ញាណវារបៀបថាគេនិយាយថាជើងកបវាឲ្យយើងឃើញយើងហេចកូតបុកដើមឈើស្លាប់អញ្ចឹងខ្ញុំក៏ទៅរហូតស្រាប់តាដល់ផ្លូវមួយឃើញអារបៀបថាយើងជិះមកផ្លូវតែឯងបើកដមីចោលអញ្ចឹងឃើញមកផ្លូវតែឯងអញ្ចឹងឃើញអ៊ំហ្នឹងទៀតឃើញអ៊ំហ្នឹងឈរកណ្ដាលផ្លូវហ្មងតែឈរមិនឈរបែរមុខមកយើងឈរបែរខ្នងខ្ញុំក៏វាយខ្លួនពឹបអត់ចេញអីជីវាថាជីបំបុកហ្មងអារបៀបថាយើងមិនបុកចំទេណារបៀបថាយើងកិច្ចដែរតែយើងកិច្ចរបៀបថាគៀតែបុកឲ្យលឺគឹសអញ្ចឹងលឺគឹសហើយគ្រូគាត់ភ្ញាក់មកថាតែប៉ាអីគេមិញខ្ញុំឃើញអ៊ំមួយឈរកណ្ដាលផ្លូវតែខ្ញុំជីទៅគេតែកិច្ចគាត់ដែរតែរៀងគៀគាត់ដែរគាត់ថាបាច់ចោះមើលចាំព្រឹកចាំមើលដល់ពេលជីហួសទៅព្រលឹមឡើងទៅដល់ឡើងសពហើយគាត់ឲ្យលើកក្តារលើកអីចោះហើយខ្ញុំក៏ដេកហើយខ្ញុំអត់ទាន់បានចាប់អារម្មណ៍រឿងឡាននឹងទៀតថាវាខូចឬមួយក៏អត់គ្រូគាត់ធ្វើកិច្ចទៅអីហើយព្រលឹមឡើងខ្ញុំងើបម៉ោង7ជាង8ហើយខ្ញុំងើបមកខ្ញុំក៏ទៅដល់ថ្មីទៅអីមួយទឹកមួយអីហើយខ្ញុំក៏ចាប់អារម្មណ៍ថាចុះយប់មិញបើកឡានប៉ះអ៊ំខ្ញុំក៏ដើរទៅមើលឡានស្អាតចេះអត់មានប៉ះអីហ៎ហើយខ្ញុំសួរគ្រូទៀតគ្រូព្រឹកមិញយកឡានទៅធ្វើមែនតាអត់ទេអញរវល់ការងារអញអត់មានពេលឡានយកឡានទៅធ្វើព្រោះយប់មិញយើងបុកនិយាយទៅយើងដឹងយើងលឺខឹសយើងដឹងតែបុកគាត់ 100% ហ្មងតែដល់ពេលហើយធៀបប៉ិតគឺអត់ឃើញធៀបប៉ិតឡានយើងនៅស្អាតនៅនិយាយទៅធម្មតាស្រាប់តាខ្ញុំប្រាប់ថាគ្រូយប់មិញច្បាស់ណាបុកគេតែគាត់ថាអត់អីចាំអញប្រាប់គាត់ប្រាប់ថាអ៊ំអ្នកដែលមកឲ្យយើងឃើញហ្នឹងអ៊ំអ្នកស្លាប់ហ្នឹងយកក្រាមឈូសទៅដាក់ហ្នឹងហ៎បាទអ៊ំអ្នកស្លាប់ហ្នឹងដល់ពេលយើងមិនដឹងថាមុខគាត់អ្មិនទេដល់ពេលគាត់ដឹងហើយគាត់អារបៀបវិញ្ញាណគាត់តែតោលគាត់របៀបថាគាត់ចង់ប្រាប់អីយើងមួយតែយើងព្យាយាមកិច្ចគាត់យើងអត់ដឹងគ្រូជាចៅអធិការវត្តអតីតចៅអធិការវត្តអញ្ចឹងគាត់ទទួលបានអារម្មណ៍ដឹងទាំងអស់ហើយគាត់ប្រាប់មកភ័យណាពេលដែលថាយើងប្រាប់ដែលថាយើងបុកគាត់ហើយយើងដឹងថាអ៊ំដែលឯងបុកណាគ្រូគាត់ប្រាប់អ៊ំដែលឯងបុកយំមិញហ្នឹងអ៊ំសពហ្នឹងហើយយើងកំពុងតែទៅធ្វើការបាទកំពុងធ្វើការឲ្យគាត់ទៀតបាទហើយដល់សាច់ញាតិគេដឹងដំណឹងអញ្ចឹងគេយំហ៊ូគេថាអ៊ំស្លាប់ពុកគាត់នឹងស្លាប់មិនអស់ចិត្តទេគាត់មានរឿងវិបត្តិចេះកូនចៅចេះដដើមទ្របគ្នាចេះអញ្ចឹងគាត់ចង់ឲ្យវាថាអ្នកដែលទទួលបានដឹងវិញ្ញាណហ្នឹងណាចង់ឲ្យគាត់ជួយដោះស្រាយអញ្ចឹងដល់ពេលដែលគ្រូគាត់ដឹងសាច់រឿងអស់ហើយគាត់ក៏ជួយដោះស្រាយគាត់ប្រាប់ទៅថាអ៊ំហ្នឹងគាត់ចង់ឲ្យកូននេះប៉ុណ្ណេះគាត់ចង់ឲ្យកូននេះធ្វើអញ្ចេះហើយកូនក៏គាត់ស្ដាប់តាមលពុកអីចឹងទៅហើយក៏មកវិញខ្ញុំក៏សួរគាត់បន្ថែមទៀតថាគ្រូមិនបានគ្រូដឹងថាអ៊ំហ្នឹងគាត់អ្នកស្លាប់ថាចាឯងមិនមើលរូបថតខ្ញុំមើលរូបថតមិនគ្រូបើខ្ញុំមើលមុខគាត់អត់ឃើញផងហ្នឹងណាមួយទៀតយើងទៅដល់កន្លែងបុណ្យសពផងហ្នឹងបាទអញ្ចឹងហើយក៏គាត់ប្រាប់ថាអញដឹងគាត់មកប្រាប់អញថាគាត់អត់អស់ចិត្តចេះគាត់មានវិបត្តិចេះគាត់ទៅណាអត់កើតទេបើសិនជាគាត់ស្លាប់ហើយគាត់អារបៀបថាគាត់នៅវល់គាត់នៅតែគិតរឿងកូនចៅមិនត្រូវរើគ្នាអញ្ចឹងគាត់ប្រាប់ថាឲ្យវាត្រូវគ្នាទៅចែកដីវាប៉ុណ្ណេះចែកលុយវាប៉ុណ្ណេះចែកផ្ទះវាប៉ុណ្ណេះឲ្យវាត្រូវគ្នាឲ្យវាស្រស់ស្រួលគ្នាបានខ្ញុំទៅស្ងប់របៀបអញ្ចឹងអាបណ្ដាំចុងក្រោយតែគាត់ឈឺគាត់ស្លាប់ដោយជំងឺអញ្ចឹងគាត់អត់មានកម្លាំងណាទៅនិយាយប្រាប់កូនចៅទេហើយអត់បានរៀបចំទុកបាទអញ្ចឹងក៏គាត់និយាយថាគាត់ប្រាប់គាត់ឲ្យអ្នកដែលដឹងអ្នកដែលទទួលវិញ្ញាណនឹងបានគាត់ក៏មកប្រាប់អញ្ចឹងគ្រូក៏គាត់រាយរាប់តាមនឹងទៅហើយកូនចៅក៏គាត់
ថាអូខេចេះខ្ញុំនឹងធ្វើតាមលោកគ្រូប្រាប់ ចឹងវាគាត់តាក់តងគ្នាមិនយើងក៏អត់ដឹងដែរបងគ្រាន់តែបានដឹងថាព័ត៌មានថាគាត់អត់អស់ចិត្តជាមួយកូនចៅ បាទ ហើយតបមកក៏មានហេតុការណ៍អីទៀតទេបង ដូចជាអត់មានទេបងអត់មានទេ ចឹងហើយពេលដែលគាត់និយាយជាមួយគ្រូសាសពអីហ្នឹងគ្រូសាសពអត់ចំទាស់ហើយឬក៏របៀបថាខាងសពហ្នឹងគាត់របៀបថាឲ្យប្រពន្ធថាអូគួរតែឲ្យកូននេះហ្មានកូននេះហ្មានអីហ្មានគឺគាត់មានបានផ្ដាំតាមលោកគ្រូបងមកអត់ យ៉ាគាត់ផ្ដាំគាត់ដូចថាគាត់មានដីមានផ្ទះមានស្រែអញ្ចឹងកូនគាត់3នាក់អញ្ចឹងដល់ពេលគាត់ផ្ដាំថាអូកូនកបានដីកូនខបានផ្ទះកូនកបានស្រែ ចុះកូនគាត់សុខចិត្តតែពេលហ្នឹងអត់ចម្រុងចម្រាស់ទេ បាទគាត់ថានិយាយទៅលោកពុកគាត់ប្រាប់មកលោកគ្រូប្រាប់ថានេះជាបណ្ដាំលោកពុកកូនត្រូវតែត្រាប់តាមបើសិនជាលោកពុកប្រាប់ហើយបើកូនមិនស្ដាប់លោកពុកក៏ទៅមិនបានស្ងប់ដែរបើសិនជាកូននៅតែចម្រុងចម្រាស់គ្នាកូននៅតែមិនត្រូវរើគ្នាទេក៏លោកពុកទៅមិនបានសុខដែរហើយមិនបាច់ធ្វើបុណ្យឲ្យលោកពុកទេព្រោះលោកពុកមិនទទួលបុណ្យពួកកូនតែមិនចោះសម្រងគ្នាទេ ចា តនអូខេអ្នកនរគ្នានេះគឺជាសាច់រឿងទី2ដែលកាមេរ៉ាគាត់បានចែកម្លែកអ្នកនរគ្នាយកឃើញមិនដែរអាចបញ្ចេញមតិយោបល់នៅខាង comment ដើម្បីឲ្យគ្នាយើងបានដឹងហើយសាច់រឿងរបស់យើងទាំងពីររឿងនេះវាចូល1ម៉ោងតិចតួចដែរឥឡូវដោយសារយើងម៉ោងជាងដែរតែខ្ញុំគិតថាអ្នកនរគ្នាប្រិយមិត្តរបស់តុកភ្លឺ background ងឹតឥឡូវរៀងជក់ ជួយចិត្តច្រើន អញ្ចឹងប្រដៅមានមួយរឿងទៀតអាចថែមបានទេ មានបងមានរឿងសពដែលគាត់អត់ចាក់ថ្នាំ សពអត់ចាក់ថ្នាំ បាទរឿងសពអត់ចាក់ថ្នាំរបៀប តែហ្នឹងរឿងរន្ធត់ជាងគេសម្រាប់ប្រដៅ អត់ទេនៅមានមួយរឿងទៀតរន្ធត់ជាងហ្នឹងទៀត យ៉ារន្ធត់មកនៅវែងឆ្ងាយទៅណាទេអត់យល់1ម៉ោងជាងហើយ ចឹងកុំឲ្យខាត់ពេលយូរបងប្អូនទាំងអស់គ្នាខ្ញុំនឹងនាំបងប្អូនទាំងអស់គ្នាមកចាប់អារម្មណ៍ជាមួយនឹងសាច់រឿងទី3របស់បងខេមរាវិញអូខេបងតោះ សាច់រឿងទី3នេះវារៀងស្តៀងនឹងសាច់រឿងទី2ដែរតែគាត់ថាវារៀងខ្លាំងជាងសាច់រឿងទី2អញ្ចឹងនៅម៉ោង2ល្បាក់ម៉ោង2ម៉ោង3ហ្នឹងតែវា យប់ហ៎ បាទយប់ម៉ោង2ម៉ោង3យប់ហ្នឹងក៏គ្រូគាត់ខលហៅខ្ញុំដូចគ្នាគាត់ខលហៅហើយគាត់ប្រាប់ថារៀបចំខ្លួនចេញមកផ្ទះគ្រូមកត្រូវទៅព្រៃវែងដូចគ្នាអញ្ចឹងគាត់ថាមិនបាច់ហៅកម្លាំងទេព្រោះខាងសពគេមិនសូវជាមានទេគេប្រាប់ថាគេលបាក់គេមិនមើលទៅវាមិនធូរធៀបពេកក៏មិនក្រពេកមកល្មម មធ្យម បាទ ដែរ មធ្យមអញ្ចឹងក៏គាត់ហៅខ្ញុំហើយថាទៅតែ2នាក់ទេហើយគាត់ឲ្យខ្ញុំរៀបចំអ្វីអីវ៉ាន់ហើយក៏បើកឡានជូនគាត់ទៅហើយគាត់ពេលហ្នឹងគាត់សម្រានដូចគ្នាគាត់សម្រានហើយខ្ញុំក៏ជិះទៅស្រាប់តែខ្ញុំទៅតាមផ្លូវមានសត្វឆ្កែមួយវាហត់មកតម្រង់រឡានហ្មងខ្ញុំនឹកចាំពាក្យគាត់និយាយគាត់ថាបើឃើញអីជិះបុកទៅខ្ញុំក៏ជិះបុកឆ្កែពឹងហើយខ្ញុំមើលកញ្ចក់ខាងក្រោយអត់ឃើញឆ្កែទេហើយខ្ញុំក៏ចង់ឈប់មើលដែរតែខ្ញុំអត់ហ៊ានវាថាយើងបុកហើយយើងចង់មើលសពឆ្កែហ្នឹងវាមិនវានៅរស់ឬមួយក៏មិនឯងបុកម៉ាំងក៏អត់មានលឺស្រែកទេអត់មានអារបៀបឡានបុកផាំងអីឆ្កែស្រែកអត់មានទេណាបុកប៉ាំងអីវាលឺតែប៉ាំងហ្នឹងអីវាទៅ smooth ហ្មង ធម្មតាលឺអេអញ្ចឹងហើយ បាទវាអត់និយាយទៅវាអត់មានលឺអីហើយឡានក៏អត់មានចាក់ចម្រៀងអីដែរព្រោះគ្រូក៏កំពុងសម្រានយើងមិនហ៊ានរំខានគាត់ក៏ទៅទៀតហើយដល់ផ្លូវមួយផ្លូវហ្នឹងវាស្រែសងខាងហើយមានតែមួយផ្លូវជិះមកតែឯងទៀតមកផ្លូវហ្នឹងហើយប្រាប់ជិះទៅធម្មតាយើងតកង់យើងភ្នែកយើងត្រូវ focus លើផ្លូវយើងមើលឆ្វេងមើលស្ដាំទៅរហូតមកកតុយភ្នែកហ្នឹងខ្ញុំឃើញខាងឆ្វេងមកកតុយភ្នែកហ្នឹងឃើញមានបរោះម្នាក់លបាក់ខ្ទង់20ជាង25 26អីហ្នឹងគាត់ដើរវាថាដើរស្របឡានយើងជិះតែអញ្ចឹងគាត់ដើរទៅអញ្ចឹងដូចគ្នាតែគាត់ដើរធម្មតាពាក់អាវសខោខ្មៅដូចបងអធិការអញ្ចឹងទៅ គាត់ពាក់អាវសខោខ្មៅដល់ពេលគាត់ដើរអញ្ចឹងទៅខ្ញុំក៏អត់ចាប់អារម្មណ៍ខ្ញុំគិតថាគីឡូអ្នកភូមិអីគេដើរអញ្ចឹងតែគាត់ថាកន្លែងហ្នឹងវាអត់មានផ្ទះតិចដាច់ស្រយាលហ្មងមានតែវាលស្រែទៅទៀតស្រាប់តែជិះទៅនិយាយទៅផ្លូវហ្នឹងវាទៅត្រង់រហូតជិះទៅទៀតឃើញដើរមកបញ្ជ្រះម្ដងដើរមកបញ្ជ្រះឃើញស្ទង់អាវសខោខ្មៅថាចុំនេះសុកភូមិនេះអីក៏ចៃដន់ហ្នឹងឃើញវាថាឃើញមនុស្ស2តែពាក់អាវសខោខ្មៅដូចគ្នាដល់ពេលថាចៃដន់ហ្មងឃើញអាវសខោខ្មៅ
ស្រាប់តែមកគៀកចាប់អារម្មណ៍ផ្លៃព្រោះពេលយើងជិះទៅចេះយើងឃើញចំហៀងឃើញមុខគាត់ចំហៀងដល់ពេលគាត់ដើរមកចេះយើងឃើញមុខពេញចឹងថាជុំមនុស្សតែមួយជុំមនុស្សតែមួយដល់ពេលហើយវាថាវាធ្វើឲ្យយើងគាំងខ្លួនឯងដល់ពេលហើយអត់ហ៊ានជន់ក្រាលឿនទេណាវាថាយើងជន់ក្រាចឹងទៅយើងក៏ប្រឡែងមកវិញឲ្យវាទៅសឹមហើយយើងពងតែភ័យវាភ័យហើយក៏ចាប់ផ្ដើមសម្រួលអារម្មណ៍ខ្លួនឯងក៏ទៅទៀតមកស្ទុះដល់ផ្លូវមួយផ្លូវហ្នឹងវាថាដូចផ្លូវមាត់ស្ទឹងអញ្ចឹងវាមានដើមម្សៅដោះជ្រងចាក់មកជាហៀងផ្លូវខាងឆ្វេងដៃហ្នឹងហើយដល់ពេលផ្លូវហ្នឹងវាងឹតពេកក៏កាច់លមីចោលប៉ក់តែកាច់លមីចោលជិះបានប្រហែលជា100ម៉ែត្រទៅ200ម៉ែត្រនៅលើបែរដែរមើលរឿងខ្មោចនឹងនៀតលងលើចុងអាស័យបាទហើយដែលលើគេនិយាយថាខ្មោចលងលៀនដល់ដីហ្នឹងរោបសវាមិនមែនជាកណាត់សដូចយើងគ្របសពទេណារោបពណ៌សរោបបាទរបៀបរោបមនុស្សស្រីវែងរោបមនុស្សស្រីពាក់គេងយប់បាទរោបពណ៌សអញ្ចឹងទៅសក់វែងវែងតម្លាក់មកឃើញតែមកកណាត់មុខអញ្ចឹងឯងហើយអណ្ដាតធ្លាក់ចង់1ម៉ែត្រ2ម៉ែត្រទេហ្នឹងច្បាស់មកវឹបមុខហ្នឹងហ្មងនិយាយទៅកាច់តែមីចោលអាភ្លើងឡានហ្នឹងវាបាញ់ឡើងលើនិយាយទៅនៅលើចុងអាស័យហ្នឹងនឹងអង្គុយនៅលើហ្នឹងហើយតម្លាក់សក់អញ្ចឹងហើយលៀនអណ្ដាតមកហើយសម្លឹងមើលយើងអញ្ចឹងសម្លឹងមើលយើងទៅផ្លូវហ្នឹងវាកោងទៀតអញ្ចឹងសម្លឹងមើលយើងហើយខ្ញុំក៏និយាយថាខ្ញុំភ័យដែរខ្ញុំក៏បលែងហ្គាហើយខ្ញុំដៃឆ្វេងហ្នឹងកាន់ចកោតដៃមួយកេះគ្រូឲ្យគាត់ព្យាយាមងើបក៏ប៉ុន្តែគាត់និយាយថាគាត់កំពុងតែទៅគាត់គេងលក់ហើយក៏ដាស់គាត់ងើបគាត់តាមដំណើរហើយក្នុងចិត្តអ្នកមោតស័ករហូតស្រាប់តែជិះទៅរហូតដល់វត្តមួយតែឈប់កុំតន់ដល់វត្តដល់ពេលដើមអាស័យនៅគៀនផ្លូវត្រូវយើងជិះហួសអញ្ចឹងទៅបាទតែនៅឃើញនៅនឹងជាប់រហូតទៅនៅរបៀបថាយើងជិះទៅផុតទៅឃើញនឹងអង្គុយនៅហ្នឹងជិះតែគាត់ថាងាកមើលយើងរហូតងាកមើលតាមកតុយឡានយើងរហូតហាក់យើងក៏ជិះហួសអញ្ចឹងទៅបាទជិះហួសអញ្ចឹងទៅហើយខាងគូតក្រោយហ្នឹងដឹកមកឈូសគាត់ថាខ្ញុំភ្លេចប្រាប់ថាឡានដែលខ្ញុំបើកហ្នឹងឡានមកបាំងឡានរបៀបឡាន pick up បាទចាឡានមានគូតក្រោយអញ្ចឹងដាក់មកឈូសមានផ្កាមានជើងជាមកស្អាតបាទដល់ពេលហើយខ្ញុំមិនដឹងថាមូលហេតុអីតែមកពីយើងមានអាគ្រឿងអស់ហ្នឹងតែគេមកតាមយើងឬមួយក៏មិនជិះទៅដល់ភូមិមួយសិនរបៀបថាភូមិនិយាយទៅដូចភូមិបុរាណហ្មងមានតាកង់ហើយណាតេះគោឯងហើយភូមិផ្លូវភូមិហ្នឹងផ្លូវបេតុងទៀតមិនមែនផ្លូវតេះគោទេគាត់ថាផ្លូវបេតុងហ្នឹងផ្លូវឡានចូលចៀតមកផ្លូវបាទមកផ្លូវទៅអញ្ចឹងឡានចូលចៀតដល់ថាម៉ូតូ2ជិះប្រជះគ្នាអាចនឹងប៉ះវារបៀបថាវាផ្លូវវាទូចមែនតើហើយមានតែកង់ហើយនឹងអាតេះគោទេអត់មានម៉ូតូមានអីទេហើយអ្នកភូមិស្ងាត់ជ្រាបអត់ទៅនើបវាហ្នឹងឯងដូចរបៀបថាដូចយើងត្រឡប់ទៅក្រោយវិញដូចសម័យពីដើមអញ្ចឹងវាអត់ទាន់មានឡានអត់ទាន់មានម៉ូតូមានតែកង់អាតេះគោខ្ញុំឆ្ងល់ក្នុងចិត្តថាវិញផ្លូវឬមួយក៏មិនព្រោះធ្លាប់យើងពីមុនដោយវគ្គ2ខ្ញុំបាននិយាយថាខ្ញុំវិញផ្លូវតាម Google Map ចាតែគិតខ្លួនឯងថាវិញផ្លូវមួយក៏មិនដល់ពេលឲ្យដាស់គ្រូក៏គាត់ងើបមកសួរថាគ្រូខ្ញុំជិះតាមភូមិហ្នឹងត្រូវអត់ព្រោះតាមដែលខ្ញុំធ្លាប់មកភូមិហ្នឹងដូចកន្លែងហ្នឹងអត់មានភូមិអញ្ចឹងទេអញ្ចឹងខ្ញុំគិតថាខ្ញុំជិះខុសហើយខ្ញុំក៏ដាស់គាត់ថាទៅត្រង់ទៀតទៅកុំបកក្រោយថាឲ្យទៅត្រង់ទៀតទៅកុំបកក្រោយស្រាប់តែទៅត្រង់ទៀតខ្ញុំថាគ្រូអត់កើតទេខ្ញុំសុំ Google Map មើលទៅគាត់ក៏ហុចទូរស័ព្ទគាត់ហ្នឹងឲ្យមើល Google Map ហ្នឹងឲ្យទៅត្រង់មែនទៅត្រង់រហូតស្រាប់តែទៅដល់ខ្ញុំឈប់ឡានងក់គាត់ថាមិនទៀតអីខ្ញុំជួបមុងខ្មោចដដែលដល់ពេលខ្ញុំរៀបនឹងចោះថាមើលព្រោះវាដល់មុងខ្មោចហ្នឹងវាមានផ្លូវទៅត្រង់ហើយវាបត់ខ្ញុំរៀបនឹងចោះថាមើលផ្លូវទៅខាងមុខហ្នឹងទៅបានទៀតអត់ខ្ញុំក៏បើកទ្វារឈប់ហើយបើកទ្វារព្រោះខ្ញុំដាក់ជើងឆ្វេងចុះគ្រូចាប់ដៃខ្ញុំជាប់ហ្មងគាត់ចាប់ដៃខ្ញុំជាប់ខ្ញុំថាឯចិត្តឯងទៅណាខ្ញុំចោះមើលផ្លូវតិចគ្រូព្រោះខ្ញុំខ្លាចទៅមុខហើយផ្លូវទូចផ្លូវអីខ្ញុំមើលអត់ឃើញព្រោះឡាន pick up វាខ្ពស់អញ្ចឹងខ្ញុំខ្លាចមើលផ្លូវអត់ឃើញខ្ញុំចោះទៅមើលផ្លូវឲ្យហើយព្រោះវាផ្លូវវាស្រែអញ្ចឹងខ្ញុំខ្លាចវាមានក្លុកមានអីអញ្ចឹងគាត់ថាកុំចោះឯងចោះបញ្ហាគាត់ឡើងឡានមកវិញខ្ញុំក៏បិទទ្វារមកវិញហើយគាត់មកស្ទុះគាត់បិទភ្នែកគាត់ថាគាត់សមាធិគាត់បិទភ្នែកមកស្ទុះហើយគាត់ថា
បកក្រោយវិញបកក្រោយមានផ្លូវបត់ឆ្វេងតែគាត់អត់មើលទូរស័ព្ទទេគាត់មាន Google Map មើលខ្ញុំបកក្រោយហើយខ្ញុំបត់ឆ្វេងបន្ទាប់មកទៀតគាត់ថាឡើងតាមផ្លូវបេតុងហ្នឹងគាត់និយាយ Google Map នៅយើងមើលតែគាត់អ្នកប្រាប់ផ្លូវយើងគាត់ទៅជាច្អល់ប្រាប់បត់អានេះបត់ឆ្វេងបត់ស្ដាំចេះនិយាយទៅគាត់ច្បាស់ជាង Google Map អត់បកកាយមួយគាត់ទេអត់និយាយទៅយើងអត់បកកាយមួយគាត់ព្រោះពេលហ្នឹងគាត់អះអាងហ្នឹងគាត់ថាគុំចោះនិយាយទៅអីទាំងអស់ទុកឲ្យគាត់អ្នកធ្វើគាត់ប្រាប់ផ្លូវយើងចេះឆ្វេងស្ដាំណាតែទៅដល់ផ្លូវធំមួយដល់ផ្លូវធំហ្នឹងគាត់ត្រូវជាមួយនឹង Google Map ហ្នឹងថាឥឡូវអញដេកណាគាត់ប្រាប់ឥឡូវអញដេកណាស្រាប់តែខ្ញុំជិះទៅត្រង់តាម Google Map ដល់ផ្លូវបត់ឆ្វេងមានវងមូលមួយហ្នឹងបត់ឆ្វេងហើយបត់ស្ដាំជួបវត្តមួយដល់វត្តហ្នឹងផ្លូវមិនធំហ្មងទេវាថាផ្លូវវាប្រប៉ិនផ្លូវបេតុងយើងធម្មតាវាតែវាផ្លូវដីស្រាប់តែយើងខ្ញុំទៅដល់ផ្លូវដីហ្នឹងជិះអែបតាមលបងវត្តស្រាប់តែឃើញបងប្រុសមួយដែលឃើញមក2ដងហ្នឹងអង្គុយនៅលើលបងវត្តហ្នឹងអាវសខោខ្មៅហ្នឹងអង្គុយនៅលើលបងវត្តហ្នឹងមិនធម្មតាគាត់អង្គុយគាត់កាន់ក្បាលគាត់ហ៎គាត់អង្គុយលើលបងវត្តគាត់អង្គុយអញ្ចឹងដៃឆ្វេងកាន់ក្បាលគាត់ហ្មងគាត់កាន់ប្រយោអញ្ចឹងយើងជិះឡានទៅអញ្ចឹងក្បាលហ្នឹងងាកមើលតាមយើងអញ្ចឹងងាកមើលតាមយើងអញ្ចឹងហើយមុននឹងយើងផុតញ៉ាំដាក់យើងសិនទៅភ្នែកស្រស់ហ្មងស្រស់តែគាត់ថាមិនមែនដូចក្នុងរឿងកាន់មកមានឈាមមានអីវាអត់មានទេវាថាវាទៅវាស្មើ smooth ហ្មងដូចយើងកាត់กระดาษអញ្ចឹងយ៉ាឃើញស្មើហ្មងកាន់ឲ្យយើងឃើញអញ្ចឹងហើយទៅអញ្ចឹងហើយនិយាយត្រង់ពេលហ្នឹងរឹងដូចកកអញ្ចឹងគៀងហ្មងពេលហ្នឹងរឹងដូចកកអញ្ចឹងហើយជើងចង់យើងចង់បន្ថែមលបឿនក៏មិនកើតយើងចង់ដកជើងចេញក៏មិនកើតវាថាយើងទៅអញ្ចឹងយើងភ័យវាថាយើងគៀងហ្មងដល់ពេលចាប់ផ្ដើមសម្រួលអារម្មណ៍ខ្លួនឯងយើងមានអីទៀតយើងក្នុងចិត្តយើងតែងធរហ្នឹងញ៉ាំមោតស័ក្តិជាប់រហូតដល់ចិត្តដល់រោងបុណ្យខ្ញុំក៏ប្រាប់ខ្ញុំសួរគ្រូថាគ្រូឥឡូវខ្ញុំមកចិត្តដល់ហើយឥឡូវត្រូវចូលហ្មងឬមួយក៏មិនចូលទៅខ្ញុំក៏រៀបចំលើកមឈូសលើកអីចោះមកហើយវារៀងភ្លឺណាព្រោះពេលហ្នឹងទៅទាភ្លឺរៀងភ្លឺហើយដល់ពេលទៅដល់គ្រូគាត់ថាលើកចុះហើយថាឲ្យទៅដេកទៅចាំអញធ្វើកិច្ចធ្វើអីហើយចាំអញដាស់ក្រែនៅក្រោមផ្ទះតែផ្ទះមួយទៀតធ្វើកម្មវិធីសពអាផ្ទះមួយទៀតនៅទល់មុខសពនៅផ្ទះទល់មុខផ្ទះសពហ្នឹងមានក្រែអញ្ចឹងខ្ញុំក៏ទៅដេកនៅទល់មុខផ្ទះសពហ្នឹងទៅគេងស្រាប់តែខ្ញុំយកសពខ្ញុំកំពុងគេងលើក្រែហ្នឹងគេងស្រាប់តែមានអ៊ំប្រុសម្នាក់គាត់ដើរមកដល់គាត់សួរខ្ញុំអូនណៃមកពីណាអាបៀបថាយើងប្លែកមុខអ្នកភូមិប្លែកមុខអញ្ចឹងគាត់សួរអូនណៃមកពីណាដល់ពេលគាត់សួរខ្ញុំថាខ្ញុំមកពីភ្នំពេញខ្ញុំមកធ្វើកម្មវិធីបនសពឲ្យគេហើយណៃមកម៉ានអ្នកខ្ញុំមកពីអ្នកគ្រូណៃមកដល់យូរខ្ញុំមកដល់យូរដែររបៀបថាយើងយល់សពតែយើងឆ្លងឆ្លើយមួយគេបានស្រាប់តែគាត់ត្រឡប់មកវិញគាត់សួរថាអូនឯងមានឃើញក្មួយអមអត់អូនឯងមានឃើញក្មួយអមអត់ខ្ញុំទៅមកពីភ្នំពេញអមឯងសួររកក្មួយអញ្ចឹងខ្ញុំមិនដឹងក្មួយអមឯងណាមុខមិនខ្ញុំអត់ស្គាល់ហ៎ខ្ញុំអត់ស្គាល់ទេហើយក៏គាត់ត្រឡប់សំណួរមកវិញថាអូនឯងដឹងអមមកជាមួយអូនឯងអត់គាត់ត្រឡប់សំណួរមកវិញថាអូនឯងដឹងអមមកជាមួយអូនឯងអត់មកជាមួយមិនបើខ្ញុំជិះក្នុងឡានតែ2នាក់គ្រូហ្នឹងហើយមានយកម៉ែមកពីណាអូនឯងដឹងអ៊ំមកជាមួយអូនឯងគាត់សួរត្រឡប់ម្ដាយអញ្ចឹងគាត់ស្រែកដាក់យើងដល់ពេលគាត់សួរយើងនៅតែប្រកែកមួយគាត់ថាមកតែ2នាក់អញមកមួយឯងអញដេកក្នុងមឈូសដល់ពេលហើយរៀងភាំងហើយចាប់ផ្ដើមភ័យក្នុងយល់សពហ្នឹងភ័យដល់ពេលហើយថាហើយមានឃើញក្មួយអញអត់គាត់សួរមកវិញហើយមានឃើញក្មួយអញអត់ខ្ញុំមិនដឹងទេខ្ញុំមិនដឹងទេមួយអញអាមួយកបត់ក្បាលហ្នឹងគាត់សួរយើងអញ្ចឹងថាក្មួយអញអាមួយកបត់ក្បាលហ្នឹងមានឃើញអត់ស្រាប់តែពេលហ្នឹងភ្ញាក់មកវិញហ្មងភ្ញាក់មកបាច់ញើសស្រាក់ពេញខ្លួនហ្មងបាច់ញើសប៉ុនក្រពោតស្រាប់តែបើកភ្នែកឡើងទៅលុបមុខលុបអីហើយគ្រូហៅឡើងមកធ្វើកិច្ចហើយយើងចាប់ផ្ដើមឲ្យកូនចៅគេដុតធូបអីកម្មាទោសអីអញ្ចឹងដល់ពេលធ្វើកិច្ចធ្វើអីហើយស្រាប់តែអត់បានចាអារម្មណ៍រឿងថត
ស្រាប់កលេចមើលរូបថតចំអ៊ំហ្នឹង អ៊ំដែលបញ្យល់សតហ្នឹង បាទវាថាគាត់ស្លាប់ហើយគាត់មកបញ្យល់សពឲ្យយើងឃើញហ្មងយើងមកដល់ផ្ទះគាត់បញ្យល់សពឲ្យយើងឃើញហ្មងអារបៀបថាគាត់ស្លាប់ហើយគាត់ឲ្យយើងដឹងថាយើងគាត់នឹងស្លាប់ហើយគាត់មករកក្មួយគាត់ គាត់មកពីពេញមួយបង យើងដឹកមកជួយគាត់ ដឹកមកជួយឲ្យគាត់មិនដឹងថាគាត់ឡើងពីពេលណាខ្ញុំអត់ដឹងមកដល់ឬមួយក៏ឡើងមកដល់មុខផ្ទះគាត់ឬមួយក៏ឡើងមកដល់ផ្លូវចូលភូមិគាត់ឡើងក៏មិនដឹងព្រោះពេលហ្នឹងវាជួបរឿងច្រើនពេកយើងភ័យដែរជួបតាំងពីខ្មោចកបុតក្បាលផងជួបតាំងពីស្អីលើចុងអាស័យតម្លាក់ដាតមកផងហើយក្នុងហ្នឹងមានមឈូសរបស់គាត់ដល់ពេលគាត់សួររកក្មួយគាត់ដល់ពេលយើងអារបៀបថាយើងបលឹមឡើងយើងភ្ញាក់ទៅកលេចឃើញរូបថតគាត់យើងសក់បដ ாய் យើងឃើញថាចុំអ៊ំលេងហ៎លេងមកថាស្លាប់ភ្លាមមិនទាន់បានដាក់ចូលមឈូសផងមកបញ្យល់សពឲ្យយើងឃើញហី បាទ សួររកក្មួយស្រាប់តែធ្វើកិច្ចធ្វើអីហើយចំអះទឹកលាងសពលាងអីហើយឲ្យកូនចៅកម្មាទោសលាងសពលាងអីហើយលើកសពចូលមឈូសបិទកម្របហើយឃើញរបៀបថាដឹងថាគាត់ស្លាប់ហើយហ្នឹងយើងឃើញរូបថតគាត់ហើយបិទកម្របហើយមានអារម្មណ៍ថាភ័យដែរតែក៏ប្រាប់គ្រូថាគ្រូយប់មិញគាត់លេងខ្ញុំមកបញ្យល់សពខ្ញុំចេះស្រាប់ថាអត់អីទេចាំទៅវិញគ្រូធ្វើកិច្ចឲ្យស្រាប់តែខ្ញុំទៅខ្ញុំអង្គុយគៀនមកឈូសសពហ្នឹងតុកគោះមកឈូសខ្មោចដែលអ៊ំហ្នឹងគាត់ស្លាប់ហ្នឹងគាត់គោះមកឈូសគាត់គោះដូចយើងគោះទ្វារអញ្ចឹងគោះមកឈូសតុកខ្ញុំថាខ្ញុំស្រែកហ្មងខ្ញុំថាគ្រូខ្មោចគោះមកឈូសគាត់ថាអីគេខ្មោចគោះមកឈូសខ្មោចដែលស្លាប់ហ្នឹងគាត់គោះមកឈូសខ្លួនឯងដល់ពេលហើយម្ចាស់ផ្ទះហ្នឹងម្ចាស់សពមុនសពហ្នឹងក៏គាត់ឆោឡោមកមើល ម៉ោងប៉ុន្មានពេលហ្នឹង ម៉ោង 8 ហ៎បង 8 យប់ 8 ព្រឹក 8 ព្រឹកយើងធ្វើកម្មវិធីហើយចេញហ្នឹងម៉ោង 9 ម៉ោង 10 ដល់ពេលគាត់គោះមកឈូសហើយថាឲ្យកុំមត់លឺពេកគ្រូគាត់ប្រាប់ខ្ញុំអញ្ចឹងថាឲ្យកុំមត់លឺពេកចាស់ផ្ទះគេផ្អើលឆោឡោមកមើលដល់ពេលហើយខ្ញុំគាត់ទៅដល់ខ្ញុំថាខ្ញុំអុជធូបសុំកម្មាទោសគាត់ថាអ៊ំបើសិនជាមានកន្លែងណាអ៊ំមិនពេញចិត្តអ៊ំបកាយប្រកាន់អីសុំកុំធ្វើអញ្ចឹងខ្ញុំភ័យខ្ញុំខ្លាចស្រាប់តាហើយដល់ពេលហើយគ្រូថាឥឡូវឯងមិនបាច់នៅលើទេក្រោមដេកវិញគាត់ចោះដល់ចដើហ្នឹងក្រែមកនៅមុខហ្នឹងចោះចេញពីចដើលើផ្ទះហ្នឹងលេងអ៊ំហ្នឹងឈរនៅមុខក្រែហ្នឹងហ្មងឃើញឈរនៅមុខក្រែហ្នឹងហ្មងច្អល់មុខយើងឯងឃើញក្មួយអាញអត់ ទួទេតា ស្វះហ្មង ស្វះហ្មងអូឯងឃើញក្មួយអាញអត់ដល់ពេលហើយគាត់យើងឃើញអញ្ចឹងគាត់វាថាមកផ្លឹបបាត់ទៅវិញហ្មងគាត់ឃើញហើយបាត់ទៅវិញហ្មងដូចបាំងកាយហ្នឹង តែលោកគ្រូនៅហ្នឹងដែរអត់គាត់ឃើញទេ គាត់វាថាគាត់នៅខាងក្នុងខ្ញុំចេញមកខាងក្រៅហើយ អូខេ គាត់នៅខាងក្នុងគាត់ថាអោឲ្យចោះទៅដេកទៅចេញមកបុកកម្មចដាឃើញស្រស់នៅហ្នឹងហ្មងខ្ញុំនិយាយក្នុងចិត្តថាអ៊ំបើសិនជាអ៊ំបើលេងអញ្ចឹងទៀតខ្ញុំហែដាច់ខ្យល់ទៅមួយអ៊ំហើយបើគាត់លេងមកដល់យើងគាត់ស្រែកគាត់សួរក្មួយគាត់ហើយដល់ពេលដំណើរសាច់រឿងទៅថាក្មួយហ្នឹងគាត់គ្រោះថ្នាក់ចរាចរណ៍គាត់ស្លាប់ដោយសារឡានអារបៀបគាត់បុកទៅដាច់ក្បាលយកហ្មងឡានដឹកដីអារបៀបមកអារបៀបធម្មតាក្មេងស្ទៀវចាក់ជ្រែចុះជ្រែឡើងឡានមកអប់បុកម៉ាំងដាច់ក្បាលយកហ្មងហើយគាត់វាថាគាត់ឆ្លាញ់ក្មួយគាត់ហើយដល់ពេលគាត់ក្មួយស្លាប់ចឹងទៅគាត់ក៏ចាប់ផ្ដើមធ្លាក់ខ្លួនឈឺគាត់ចាប់ផ្ដើមធ្លាក់ខ្លួនឈឺហើយក៏គាត់វាថាគាត់ស្លាប់ទៅគាត់នៅអាឡោះអាឡៃ អារម្មណ៍វល់វល់មួយក្មួយ គាត់ឆ្លាញ់ក្មួយគាត់អត់មានកូនទេអញ្ចឹងគាត់ក្មួយដូចកូនគាត់អញ្ចឹង គាត់ឆ្លាញ់ បាទអញ្ចឹងក្មួយចង់បានអីទិញឲ្យចង់បានម៉ូតូទិញម៉ូតូចង់បានទូរស័ព្ទទិញទូរស័ព្ទអញ្ចឹងផ្គប់ចិត្តក្មួយឆ្លាញ់ដូចកូនអញ្ចឹងដល់ពេលក្មួយស្លាប់បាត់ទៅគាត់ខូចចិត្ត បាទខូចចិត្តចាប់ផ្ដើមឈឺ ស្វែស្លាប់ទៅហើយក៏នៅតែរកក្មួយទៀត បាទតែយ៉ារិនចាប់អារម្មណ៍កន្លែងនេះអត់ក៏ដូចជាទស្សនិកជនដែលតាមអានទស្សនាតុកភ្លើ background ងឹត កន្លែងណាបង រឿងដឹកមឈូសទៅពេលយប់ ចា អាចារ្យភ្លុកមិនលាប់និយាយដែរ ចានិយាយទៅគឺមានអ្នកតាម ឲ្យតែដឹកមឈូសពេលយប់គឺមានអ្នកដែលអាណាថាគឺគេចង់ទៅ ពីពងរកផ្ទះ ហ្នឹងហើយគេជាផ្ទះគេចង់មានផ្ទះហើយគឺឲ្យតែដឹកមឈូសយប់គឺអញ្ចឹងមកហើយកម្រលឺថាគេដឹកមឈូសយប់ ហ្នឹងហើយ តែដល់ពេលប្រាដើមិញដឹកមឈូសយប់ជួបហេតុការណ៍ហ្នឹងប្រហែលជាអាចនឹងមានភាគរយនឹងប៉ិតមែន បាទ នឹងតាមដំណើរតគ្នា បាទ តែខាងបងអត់មានតំណមអីដឹកយប់ទេឲ្យតែនេះអញ្ចឹងមានការគឺយើងប្រញាប់ទៅចេញព្រាមហ្មងទៅ បាទ
ឲ្យតែមានការឲ្យតែមានខាងណាខាងណីគាត់ហៅអញ្ចឹងត្រូវចេញយើងចេញទៅមកយើងបាទតែអាចខ្ញុំដូចបងអធិការនិយាយមិញអញ្ចឹងអាចនឹងលោកអ៊ំគាត់ដឹងមុនរបៀបថាគាត់នឹងអាចដឹងថាវិញ្ញាណផ្សេងនឹងចង់បានផ្ទះគាត់អញ្ចឹងគាត់មកតាមគាត់ថាអញមកនៅអញនៅក្នុងឈូសហើយហ្នឹងអញមកមួយហើយហ្នឹងអញ្ចឹងវាពាក់ព័ន្ធមួយគ្នាអញ្ចឹង អូខេ ព្រោះខ្ញុំគិតថាដោយសារលោកគ្រូគាត់បកកែជំនាញអីចឹងទៅដឹកមកណាក៏បានដែរ ចា មិនដូចចាភ្លុកគាត់មានអីគាត់យល់អត់មានអាធុប3សៃហ្នឹង ទុកបីសៃ ចឹងគាត់អត់ហ៊ានដឹកយកចឹងប្រហែលជាលោកគ្រូបងគាត់អតីតចៅអធិការវត្តផងចឹងគាត់មានវិធីច្រើនគាត់ដឹងច្រើនចុះគាត់បញ្ជូនមែនខ្ញុំភ្លេចសួរបងប្រហែល ជា30ជាង40 អូក្មេងដែរ បាទក្មេង ខ្ញុំស្មានបញ្ជូនគាត់ច្រើន អូខេបងប្អូនទាំងអស់គ្នាបានស្ដាប់ជាមួយនឹងសាច់រឿងទី3របស់បងខេមរាហើយដោយបងអធិការគាត់និយាយដែរអញ្ចឹងថាកម្មវិធីរបស់ពួកយើងគាត់ជាកម្មវិធីកំសាន្តនេះ កំសាន្តបែបរន្ធត់តែប៉ុណ្្នឹងឯងយើងអត់លើកទឹកចិត្តឲ្យអ្នកនរគ្នាដាច់ខាតត្រូវតែជឿហើយម្នាក់នេះនិយាយមិនប៉ិតអ្នកនោះនិយាយប៉ិតមិនមែនអញ្ចឹងឯងគាត់ចាប់ទុកវាជាកម្មវិធីកំសាន្តបែបរន្ធត់ប៉ុណ្្នឹងគឺគ្រប់គ្រាន់ហើយស្ដាប់ដើម្បីកដោអារម្មណ៍ពេលខ្លះក៏ធ្វើតាណាអ្នកខ្លះក៏អត់ស្ដាប់យប់អញ្ចឹងឯងគាត់ចាំស្ដាប់ពេលព្រឹកពេលជិះទៅធ្វើការគាត់ស្ដាប់បដាអីអញ្ចឹងទៅអ្នកខ្លះឡងពេលធ្វើការមួយមកកុំព្យូទ័រគាត់ចាក់ចោលអីចឹងទៅបាទហើយក៏សូមផ្ដាំផ្ញើវីដេអូនេះជូនអ្នកទាំងអស់គ្នាហងដើម្បីកំដរជីវិតពេលធ្វើការកុំឲ្យធុញទ្រាន់ កុំឲ្យទុកទ្រាន់ដូចបងដឹងចឹងមិញពួកខ្ញុំបកកាយគ្នាថាហេតុផលឯកសារចេះឯកសារសោះក៏ពិតទៅតែអត់មានផុសតាងបញ្ជាក់ទេពួកយើងគ្រាន់តែថាចែករំលែកជជែកគ្នាដើម្បីថាចេះតែប្រឡងខ្លួនឯងថាមកពីរឿងនេះមកពីរឿងនោះចឹងក៏អត់មានវិជាសាស្ត្រអីណាថាពួកយើងនឹងចែករំលែកបទពិសោធន៍ហ្នឹងទៅគឺពិត 100% ដែរអញ្ចឹងបងគ្រាន់តែស្ដាប់ទៅសម្រាប់ការកំសាន្តចុះហើយអរគុណសម្រាប់បងខេមរាមានរឿងមួយទៀតអីអត់មានមួយសាច់រឿងខ្លីមួយទៀតហើយសម្រាប់យើងអត់រន្ធត់ទេតែរៀងដិតដាមដែរ ចា ប្លែកអូខេ គាត់គាត់ចែកម្លែកបទពិសោធន៍នៅក្នុងម៉ោងធ្វើការរបស់គាត់ទៅឲ្យបងប្អូនទាំងអស់គ្នាស្ដាប់តោះ សាច់រឿងទី4នេះវារៀងជាដូចជាមេរៀនមួយដែលខ្ញុំអាចនឹងចងចាំវាអត់ភ្លេចទេ ចា បាទក្នុងកន្លងពេលធ្វើការហ្នឹងធ្វើការលើកសពហ្នឹងអាចថាវាជាកំហុសបច្ចេកទេសនៅក្រុមការងាររបស់ខ្ញុំក៏បានដែរធម្មតានៅពេលដែលយើងយកមកឈូសទៅយើងចាប់ផ្ដើមរៀបបិទកស៊ូសិនយើងបិទកស៊ូហើយបានយើងរៀបចំតុបតែងក្តារតាមក្រោយដើម្បីយើងបិទកស៊ូហ្នឹងដើម្បីអីដើម្បីកុំឲ្យបង្ការទី1កុំឲ្យសពដែលមិនបានចាក់ថ្នាំគាត់ហៀទឹករងៃ ចា អញ្ចឹងធ្វើឲ្យវាចេញមកខាងក្រៅធម្មតាមកឈូសឈើវាជ្រាបវាអត់អាចជាប់បិទដូចកាវទេដូចជ័រអញ្ចឹងវាជាប់តែឈើវាជ្រាបអញ្ចឹងដល់ពេលដែលគេធ្វើមកឈូសអញ្ចឹងទៅវាមានប្រហោងមានអីអញ្ចឹងយើងបិទកស៊ូការពារដើម្បីកុំឲ្យវាជ្រាបតែសពមកកន្លែងហ្នឹងអាចថាវាជាកំហុសបច្ចេកទេសរបស់ក្រុមការងារពួកខ្ញុំកឹបមកឈូសហ្នឹងកឹបកស៊ូនឹងមកឈូសហ្នឹងដល់ពេលយើងកឹបខុសទៅទាញវាមកវិញដើម្បីកឹបម្ដងទៀតតែដល់ពេលទាញទៅវាលហែកហើយកឹបហើយកឹបហើយតែគាត់ថាវាខុសកន្លែងហ្នឹងបន្តិចហ្នឹងទាញមកលហែកក៏សម្រាប់ចិត្តថាដាក់ទៅអីទេ បាទដាក់ទៅមិនអីទេស្រាប់តែទៅដល់ឃើញសពនិយាយទៅស្មាតទោសឃើញសពហ្នឹងខ្ញុំអាណិតហ្មងគាត់ចាស់ហើយគាត់ខ្ទង់ជាង60 70ហើយគាត់គេងស្លាប់គាត់វាមិនមែនគេងស្លាប់វាថាអង្គុយស្លាប់ហ្មង ចាស់ទុំច្រើន បាទ គាត់ចាស់ទៅទុំឈូស បាទ អត់មានជំងឺអីទេគេទៅស្លាប់អង្គុយ គាត់ ស្ អ លាប់ ត់ឈឺអីទេគាត់អត់ឈឺអីសោះហ្មងតាមសួរនាំអ្នកភូមិអ្នកនៅចិត្តហ្នឹងគាត់អត់ឈឺអីសោះហ្មងវាថាគាត់អង្គុយលើកៅអីហ្នឹងអាកៅអីរបៀបកៅអីដូចប៉ាអ៊ីមនុស្សចាស់ បាទ គាត់គេងស្លាប់ចឹងហ្មងដៃគាត់ដាក់លើកន្លែងដាក់ដៃ បាទកន្លែងដាក់ដៃរបស់ប៉ៅអ៊ីហ្នឹងទៅអញ្ចឹងរឹងទៅអញ្ចឹងជើងអីទៅអញ្ចឹងទាំងអស់អញ្ចឹងនៅពេលដែលខ្ញុំទៅដល់ខ្ញុំលើកមកឈូសហើយដបងអត់តន់ឲ្យក្លិនទេហើយក៏ខាងក្រុមគ្រួសារសពហ្នឹងក៏គាត់អត់មានសមត្ថភាពក្នុងការចាក់ថ្នាំដែរតែនៅពេលដែលគាត់ស្លាប់ទៅគាត់រឹងបានគេគ្រប់គ្នាដឹងតែគាត់ស្លាប់ហើយគេហៅក្រុមការងារពួកខ្ញុំមកខ្ញុំក៏ចាប់ផ្ដើមលើកមកឈូសចូលសពចូលអីហើយស្មាទោសនៅពេលដែលដាក់គាត់ចូលមកឈូសដៃគាត់ហ្នឹងដាក់អត់ចូលទេវា កញ្ញា ញ៉ាំចេះ ខ្ញុំត្រូវក្រុមការងារពួកខ្ញុំត្រូវពុតដៃគាត់លេងពុតដៃមកលេងនិយាយថា
ពុតមកវាផ្លាត់ទៅចេះវិញក៏ផ្លាត់មកលើកដៃស្ពះស្មាតោះអ៊ំអើយធ្វើមិនអ៊ំផុតទៅវាដាក់វាមិនចូលផ្ទះរបស់អ៊ំអញ្ចឹងខ្ញុំត្រូវតែពុតដៃអ៊ំពុតដើម្បីដាក់ឲ្យចូលពុតមកហើយបានជាប់ហើយនៅធ្វើអាដៃចេះទៀតយើងដាក់ផ្កាដាក់ទៀនដាក់ធូបអញ្ចឹងនៅធ្វើអញ្ចឹងទៀតហើយតម្រាំតែពុតបានវេទនាណាស់ស្មាតោះឃើញគាត់ស្លាប់នឹងហើយខ្ញុំនិយាយទៅខ្ញុំទៅច្រើនរោងមែនទែនឃើញគាត់ស្លាប់វេទនាហ្មងនិយាយថាកូនចៅក៏មិនដឹងអ្នកចិត្តខាងក៏មិនដឹងគាត់កេងស្លាប់តែឯងហ្មងអញ្ចឹងនៅផ្ទះហ្នឹងគាត់នៅតែឯងដែរគាត់នៅពីអ្នកចៅគាត់នៅពីអ្នកចៅហើយគាត់កេងស្លាប់អត់មានអ្នកណាដឹងទេអញ្ចឹងដល់ចៅមកពីធ្វើការវិញបានឆោឡោថាអូតាស្លាប់អញ្ចឹងបានហៅអ្នកភូមិអ្នកអីជួយធ្វើបុណ្យធ្វើអីទៅហើយនៅតែពីអ្នកចៅអត់មានលទ្ធភាពធ្វើអីធំដុំទេស្អែកឡើងក្រុមការងារមកម្ដងទៀតម៉ោង3ចាប់ផ្ដើមធ្វើកម្មវិធីហៅប្រសងហៅអីបាំងស្គរហើយយើងលើកក្តារឡើងលើមេនខាងមេនហ្នឹងខាងអ្នកភូមិគេជួយណាបាទជាធម្មតាបើសិនអ្នកអត់អីគេអាចនឹងដុតឡហើយបាទអញ្ចឹងខាងមេនហ្នឹងអ្នកភូមិគេជួយទេហៅប្រសងហៅអីមកតែចាប់ផ្ដើមឲ្យក្លិនបដាហើយឲ្យក្លិនបដាដល់ពេលប្រសងមកដល់ប្រសងនៅគង់នឹងក្រៅសិនហើយកម្មវិធីគ្រូធ្វើកិច្ចធ្វើអីហើយប្រសងចូលទៅម្ដងប្រសងចូលទៅលេងប្រសងយកស្បងជីពោគ្រប់ចំោះហ្មងគាត់ទទួលយកក្លិននឹងអត់បានវាធំក្លិនពេកដោយសារអីខ្សប់អត់ចាក់ថ្នាំហើយទុកប្រហែលមួយថ្ងៃទៅបានឡើងក្លិនវាទុកតែមួយថ្ងៃឡើងក្លិនហ្មងនិយាយទៅឥឡូវណាមួយមិនដឹងគាត់ស្លាប់ពីការទៀតបាទគាត់ឡើងហឹងហ្នឹងបងតន់បាទហើយសម័យឥឡូវគីមីច្រើនវាអត់ដូចធម្មជាតិដូចយើងពីដើមអញ្ចឹងវាងាយនឹងក្លិនតន់អញ្ចឹងនៅពេលដែលទទួលបានក្លិនប្រសងក៏យកស្បងជីពោហ្នឹងក៏គ្របចំោះផងគាត់សុទ្ធធွာបដាផងបានស្គរឲ្យហើយដល់វគ្គខ្ញុំម្ដងក្រុមការងារចូលទៅលើកមុនចូលទៅលើកហ្នឹងក្រុមវិញ្ញាណខណ្ឌសពហើយបានយើងលើកហ្នឹងចាប់ផ្ដើមឲ្យក្លិនមកហើយក្លិនខ្លាំងហ្មងក្លិនខ្លាំងចាទៅដល់ឡើងលើមេនដល់វគ្គឡើងលើមេនខាងមុខត្រូវបទាបអញ្ចឹងខាងក្រោយអ្នកកដាលត្រូវជួយលើកអញ្ចឹងខាងក្រោយលើកធ្វើម៉េចឲ្យស្មើអ្នកមុខគេបទាបម៉េចយើងត្រូវលើកឲ្យស្មើអញ្ចឹងកុំឲ្យវាផ្អៀងតែអ្នកខាងក្រោយហ្នឹងរៀងទៀបទៀតខ្ញុំកពុះប៉ុណ្ណឹងនៅរៀងទៀបព្រោះថាចដើមមែនវារៀងចោតឡើងលើអញ្ចឹងអ្នកខាងមុខគេបទាបអស់ហើយអញ្ចឹងវានៅរៀងទៀបអញ្ចឹងខ្ញុំលើកវាអត់អស់ព្រោះលើកអស់ខ្លាចនឹងវាអារម្មណ៍អញ្ចឹងយើងលើកមកល្មមដែលយើងអាចទប់សពបានដើម្បីកុំឲ្យធ្លាក់ខ្ពស់ទៀបតិចតួចនិយាយចេះបាទដែលបើសិនជាការណាយើងធ្វើឲ្យសពគេធ្លាក់គេអាចនឹងប្តឹងយើងបានអញ្ចឹងយើងត្រូវប្រយ័ត្នប្រយែងមែនតើណាកន្លែងហ្នឹងអញ្ចឹងដល់ពេលដែលខ្ញុំលើកទៅវាកស៊ូហ្នឹងវានៅខាងក្បាលព្រោះខ្ញុំត្រឡប់វាឲ្យនៅខាងក្បាលព្រោះខ្ញុំគិតថាប្រហែលជាទៅដល់មេនហ្នឹងគេលើកក្បាលឡើងមុនអញ្ចឹងយើងជងជើងចុះក្រោមអញ្ចឹងបងដែលលឺគេនិយាយថាគេឲ្យគេងទៅខាងលិចបាទគេឲ្យគេងទៅខាងលិចព្រោះខាងលិចហ្នឹងជាទឹងសម្រាប់សពបាទអញ្ចឹងដល់ពេលដែលដាក់មកក្បាលហ្នឹងវាមិនមែនទៅខាងលិចទេក្បាលហ្នឹងវាទៅខាងកើតអញ្ចឹងខ្ញុំត្រូវលើកវាបវល់ឲ្យវាត្រូវទៅខាងលិចអញ្ចឹងខ្ញុំត្រូវនៅក្រោយវិញដល់ពេលដែលខ្ញុំទៅក្រោយលេងអាកន្លែងលហែងហ្នឹងវាមិននៅខាងក្បាលវាហូរទឹកមកហ្មងហូរទឹកមកដំបូងខ្ញុំគិតថាសัตว์ទេខ្ញុំគិតថារបៀបដូចកន្លាតឬមួយក៏សម្ោចវាឡើងដៃយើងវាឡើងវាអាសើបស័យសើបតិចដល់ពេលហើយមើលដៃមិនសัตว์ឡើងណាវាហូរមកជិះវាហូរមកអញ្ចឹងមកហើយតក់ហើយខ្ញុំទ្រាំធ្វើម៉េចឡើងឲ្យដល់លើសិនឡើងឲ្យដល់លើហើយបានខ្ញុំរត់ចុះមកលាងដៃញ័រជើងហ៎បងពេលហ្នឹងខ្ញុំមានអារម្មណ៍ថាខ្ញុំភ័យខ្ញុំគិតថាជាធម្មតាចាស់ពីដើមគាត់និយាយថាទឹករងៃហ្នឹងតែពេលណាយើងប៉ះឬមួយក៏មិនអីមិនយើងអាចនឹងជួបរឿងអពមង្គលអញ្ចឹងខ្ញុំក៏ចុះមកវិញខ្ញុំប្រាប់គ្រូថាគ្រូទឹកខ្មោចហៀប្រឡាក់ពេញដៃនេះថាហើយទៅលាងចេញទៅហើយនិយាយទៅគាត់និយាយប៉ុណ្ណឹងយើងដឹងថាគាត់ចង់មានន័យថាមិនអីតែយើងលាងចេញហើយដល់ផ្ទះគាត់ធ្វើកម្មវិធីឲ្យយើងទៀតក៏ខ្ញុំចុះមកលាងដៃលាងអីហើយស្រាប់គ្រូស្រែកពីក្រោមក្រុមការងារចាប់ផ្ដើមឡើងទៅបើកកម្រប់មឈូសដើម្បីឲ្យគ្រួសារសពមើលមុខជាលើកចុងក្រោយគ្នា5នាក់រត់ចេញឲ្យលីងមានណាគេទ្រាំបានទៀតបើវាក្លិនម្លឹងក្លិនផងហើយហៀទឹកផងវាអាក្រក់មើលហើយតម្រាំតែយើងឡើងទៅបើកទៀតយើងឃើញមុខយើង
ឡើងទៅយើងមិនមែនទួនាទីយើងបើកតែកម្របទេណាឡើងបើកកម្របហើយយើងត្រូវទាញកណាត់សពហ្នឹង យើងសេរីមកស្អាតឲ្យមក បាទសេរីមកស្អាតឲ្យគេទៅដល់គេគ្រាន់តែអឺតមើលបានហើយហើយយើងអ្នកបិទទៀតស្មាទោសសពលងទឹកមិនសពគាត់អញ្ចឹងហើម ស្លេកស្លាំង ភ្នែកក៏ចេញទឹកដែរហៀតាមមាត់ហៀតាមច្រមុះមានទឹកមានអីស្មាទោសគាត់មើលណានិយាយទៅពិបាកទទួលមើលហ្មងព្រោះអាក្រក់មើលវាគាត់ហើមអស់ហើយហៀទឹកមកស្អុយហើយវាថាក្លិនហ្នឹងក្លិនដែលខ្ញុំទទួលបានតែជាប់ពេញដៃហ្នឹងមួយអាទិត្យជាងទើបខ្ញុំបាត់ក្លិនវាថាក្លិនហ្នឹងវានៅតែជាប់នឹងច្រមុះយើងរហូតបាទវានៅតែជាប់ដិតដាមនៅហ្នឹងរហូតហើយស្រាប់តែខ្ញុំប្រាប់គ្រូថាគ្រូខ្ញុំដូចស្អុយក្លិននឹងជាប់រហូតគ្រូក៏គាត់ធ្វើកម្មវិធីឲ្យយើងកាត់ឆុងកាត់អីចឹងគាត់មានស្លឹកកតឹមមានស្លឹកក្រូចសើចអីចឹងគាត់យកមកគាត់ស្រោចឲ្យយើងចឹងទៅគាត់មានធម៌អីចឹងទៅបាទគាត់ថាថ្ងៃក្រោយទៀតបើសិនជាខ្សប់តែមិនចាក់ថ្នាំឲ្យកូនចៅមើលមុខឲ្យហើយចាំលើកឡើងមែនទៅដល់លើមែនបាច់បើកមើលទេគេថាឲ្យកូនចៅគាត់មើលខាងក្រៅមកហើយកុំឲ្យពីបៃតងបាទកុំឲ្យពីបៃតងមើលខាងក្រៅមកហើយដល់លើមែនយើងចាំតែដល់លើមែនដល់កម្មវិធីគេទម្លាក់បូជាគេបូជាហ្មងអញ្ចឹងយើងបាច់ចាំឲ្យគ្រួសារសពឡើងម្ដងជាពីរដងទេអញ្ចឹងនៅធ្វើកិច្ចក្រមហើយមើលមុខជាលើកចុងក្រោយហើយយើងឡើងលើមែនតែម្ដងតែទឹកល្ងៃរបស់សពដែលហូរមកប្រឡាក់ហ្នឹងប្រឡាក់តែប្រាដឺម្នាក់ឬក៏ម្នាក់ទៀតដែរប្រឡាក់ទាំងពីរនាក់បងអ្នកនៅខាងក្រោយអ្នកខាងក្រោយប្រឡាក់ទាំងពីរនាក់បាទប្រឡាក់ទាំងពីរនាក់បើអ្នកកដាលហើយនិងអ្នកមុខ4នាក់គាត់អត់ប្រឡាក់ទេអញ្ចឹងអ្នកនៅខាងក្រោយមានខ្ញុំហើយម្នាក់ទៀតគាត់ប្រឡាក់ដូចគ្នាហើយស្អុយខ្លាំងមែនតើវាថាយើងគេហៅតរេនម៉ាន់ថងហ្នឹងអូយខ្ញុំស្គាល់ខ្លួនហ្នឹងព្រោះខ្ញុំធ្លាប់បើកសពសាច់ញាតិខ្ញុំមើលអញ្ចឹងណានៅចាំហើយធ្លាប់ទៅថតរឿងទៅសពគេទៅដុតចោលពីថ្ងៃយើងទៅតអូយចង់និយាយថាវាដូចខ្ទុះបងអធិការធំខ្លួនរបៀបខ្ទុះហើយអាលួយហើយឆ្អាបលាយឆ្អាបផងលាយស្អុយផងហើយទៅពេលអញ្ចឹងបងទៅផ្ទះមានអារម្មណ៍ថាលក្ខណៈថាគ្រាន់តែឃើញក្លិនហ្នឹងទៅនឹកឃើញតែស្ទេតយើងបើកមុខសពក្លិនហ្នឹងហើយមុខសពដែលខ្ញុំបើកមើលហ្នឹងនៅចាំនិយាយនៅចាំអត់ឥឡូវហ្នឹងក៏នៅចាំដែរបាទនៅចាំអត់ភ្លេចវាជាមេរៀនមួយដែលខ្ញុំនៅជាប់ដិតដាមមិនអាចភ្លេចទេអូខេអ្នកនរគ្នាបានស្ដាប់សាច់រឿងទី3ក៏ដូចជាទី4ហើយទី4នេះมันមានអីបន្លាចហើយក៏អត់មានឃើញអីណាមកឡងដែរគឺជាមួយនឹងទឹកល្ងៃនៃសពតែម្ដងអញ្ចឹងរៀងណានៃដែររៀងប្លែកដែរព្រោះអីយើងអត់ដែរបទពិសោធន៍ការងារគាត់គឺយើងអត់ដែរមានភ្ញៀវដែលនិយាយថាយើងមានអាចារ្យភ្លុកប៉ុន្តែយើងអត់ដែរមានបងដែលគាត់ជាអ្នកក្រុមការងារលើកសពខ្ញុំព្រោះអីខ្ញុំតែងតែគិតហ្មងណាបងអធិការគិតដូចខ្ញុំអត់ខ្ញុំគិតថាអ្នកលើកសពហ្នឹងគឺជាបងប្អូនកូនចៅគេជួយលើកហ្នឹងហើយខ្ញុំគិតថាបងប្អូនកូនចៅអ្នកលើកដែរចាតែដល់ពេលបងមកបង្ហាញអញ្ចឹងទៅបាទខ្ញុំទៅដឹងហើយអរគុណច្រើនមែនតើបងខេមរាសម្រាប់សាច់រឿងទី4នេះគឺខ្ញុំបានចាអរគុណហើយសម្រាប់បងប្អូនទាំងអស់គ្នាខ្ញុំសូមសតឲ្យជាមួយ promotion smart មួយបងប្អូនទាំងអស់គ្នាសម្រាប់ promotion top up to win បងប្អូនទាំងអស់គ្នាគ្រាន់តែបញ្ចូលលុយចាប់ផ្ដើមពី$1ឡើងទៅបងមានឱកាសចាប់រង្វាន់ជាមួយនឹង condo មួយ unit របស់ The Star Polaris ពេងហួត23អភិវឌ្ឍហើយមានរថយន្ត BYD ទៅបងប្អូនទាំងអស់គ្នាហើយសម្រាប់មួយខែគឺខាង smart ក៏ចាប់រង្វាន់ម្ដងសម្រាប់ថ្ងៃផុតកំណត់នៃ promotion គឺថ្ងៃទី31ខែ12ឆ្នាំ2025អញ្ចឹងបងកុំភ្លេចបញ្ចូលលុយជាមួយ Smart ចាប់ដើមពី$1បងនឹងមានឱកាសទទួលបាន condo ជាមួយនឹងឡាន BYD ផងដែរអរគុណបាទហើយពេលម្លងពេលយើងនេះហេតុអីបានយើងថតនៅក្នុង Feaster Studio Set នេះដោយសារអីខែភ្លៀងដូចអ្នកនរគ្នាស្ដាប់អញ្ចឹងខ្ញុំគិតថាប្រហែលជាស្ដាប់ឮបានតិចដែរខ្លះហើយដោយសារភ្លៀងខ្លាំងមែនតើអញ្ចឹងបានជាមូលហេតុយើងមកថត Studio ដើម្បីកុំឲ្យខកខានថ្ងៃសៅរ៍ដ៏ស្រស់ស្អាតរបស់អ្នកទាំងអស់គ្នាហើយចុងក្រោយក៏មិនភ្លេច shot out ទៅលើអាវ brand ថ្នោតរបស់ខ្ញុំតែចេញបន្ថែមដែរហើយពេលវីដេអូនេះចេញទៅក៏អាវយើងអត់ទាន់ release ដែរប៉ុន្តែបើបងដែលកាត់ stock អីវ៉ាន់ខាងកៅអៅខាង Leo អីអាចតាក់តមកបានយើងអាចនិយាយគ្នាបានផេកណាដែរបងផេកថ្នោតថ្នោតផាមទៅចេញហើយផាម zone ឥឡូវនេះហើយទីទៀតយើងដូរឈ្មោះផេកដាក់ផាមហើយថ្នោតខ្មែរអញ្ចឹងទៅព្រោះយើងធ្វើនៅខ្មែរចុះអាចតាក់តងនឹងផេកបងអាចដាក់អធិការបានអត់ហើយលុយចូលតាក់តងតាមណាក៏បានផេកប៉ាត្រុនក៏បានដែរអូខេត្រឡប់មកជាមួយនឹង Brother Camera ជាចុងក្រោយមានអីផ្ដាំផ្ញើទៅទស្សនិកជនដែលតាមដានទស្សនាកម្មវិធីតុកភ្លឺ background ក៏ដែរ
ជាចុងក្រោយសូមអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាដែលតែងតែតាមដានកម្មវិធីទុកភ្លឺ background ងងឹត by Smart Asita បាទ អរគុណខ្លាំងមែនទែនបងអធិការក៏ដូចជាបងស្រីដែលបានinvite ខ្ញុំចូលរួមកម្មវិធីដើម្បីបង្ហាញបទពិសោធន៍ក៏ដូចជាអារម្មណ៍ព្រឺព្រួចឲ្យបងប្អូនទស្សនិកជនគាត់បានដឹងក៏ដូចបានស្គាល់ថាអីជាខ្មោចលងហើយសូមចិត្តមែនតើបងប្អូនខ្ញុំជួបនេះមិនអាចឲ្យបងប្អូនបង្ខំឲ្យបងប្អូនជឿទេនេះគ្រាន់តែជាបទពិសោធន៍ព្រឺព្រួចរបស់ខ្ញុំហើយបងប្អូនដែលគាត់ជឿក៏ជឿដែលមិនជឿក៏ចាត់ទុកថាជាការកំសាន្តចោះបាទ ចាចឹងអស់ហើយណាបងណា អូខេអញ្ចឹងដូចអ្នកនរគ្នាខ្ញុំតែងតែប្រាប់គ្រប់អេពីសូតកម្មវិធីរបស់យើងគឺជាកម្មវិធីកំសាន្តបែបរន្ធត់អញ្ចឹងយើងអត់លើកទឹកចិត្តអ្នកនរគ្នាមកជឿដាច់ខាតត្រូវជឿហើយដោយសារពួកយើងគ្រាន់តែអញ្ជើញភ្ញៀវកិត្តិយសដើម្បីចែកម្លែកបទពិសោធន៍ដែលគាត់ធ្លាប់បានជួបបានឮបានស្ដាប់បានដឹងតែប៉ុណ្្នឹងឯងអញ្ចឹងខ្ញុំគិតថាកម្មវិធីយើងក៏ឈានមកដល់ពេលវេលាដែលត្រូវបញ្ចប់សម្រាប់សប្តាហ៍ហ្នឹងហើយដោយសារភ្លៀងខ្លាំងមែនតើសូម្បីតែខ្ញុំនិយាយនេះក៏រៀងស្រែកដែរដោយសារសលេងភ្លៀងរៀងរំខានបាទអញ្ចឹងកុំភ្លេចsubscribe ទៅលើ channel Smart Asita ទាំងអស់គ្នាដើម្បីទទួលបានព័ត៌មានបន្ថែមក៏ដូចជា content សប្បាយៗជាច្រើនទៀត អូខេពីខ្ញុំយ៉ារិន ខ្ញុំបាទអធិការ ជាមួយនឹងបងខេមសូមគោរពលាបាយបាយ